ចាប់ពីរដ្ឋធានី Washington នាងខ្ញុំសុជីវីសូមជម្រាបសួរលោកអ្នកនាងដែលកំពុងតែចូលមកទស្សនាទូរទស្សន៍អាស៊ីសេរីទាំងអស់ជាទីមេត្រីចា៎នេះគឺជាកម្មវិធីផ្សាយសម្រាប់យប់ថ្ងៃសុក្រ15កើតខែមិគឆ្នាំឆ្នាំម្សាញ់សប្បុរស័កពុរសករាជ2569ចា៎ដែលត្រូវនៅថ្ងៃទី5ខែធ្នូគ្រិស្តសករាជ2025ជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងចា៎មកទស្សនាព័ត៌មានប្រចាំថ្ងៃដែលមានមេត្តាដូចតទៅ
សាលាឧទ្ធរណ៍ដំកល់សាលក្រមផ្ដន្ទាទោសលោកគាវិសាលឧក្រិដ្ឋកម្មឆបោកតាមអនឡាញឧក្រិដ្ឋជនឆបោកតាមអនឡាញជាច្រើនអ្នកដែលមានបណ្ដាញនៅកម្ពុជាត្រូវចាប់ខ្លួនសង្គមស៊ីវិលទាមទារឲ្យក្រសួងពាក់ព័ន្ធគាំពារសុខុមាលភាពពលរដ្ឋសហជីពនិងកម្មករអ្នកបរិស្ថានជំរុញឲ្យអាជ្ញាធរចាត់វិធានការលើក្រុមហ៊ុនដែលបង្ហូរសារធាតុគីមីចូលទឹកស្ទឹងនៅក្នុងខេត្តកំពង់ឆ្នាំងរួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀតចាជាបន្តទៅទៀតនេះនាងខ្ញុំសុជីវីសូមជូនព័ត៌មានទាំងនេះពិស្ដាចាលោកនាងជាទីមេត្រីអាជ្ញាធរនៅតាមបណ្ដាប្រទេសមួយចំនួនបានចាប់ខ្លួនជនសង្ស័យដែលជាបណ្ដាញឧក្រិដ្ឋជនឆបោកតាមអ៊ីនធឺណិតជាបន្តបន្ទាប់ដោយរកឃើញថាជនសង្ស័យទាំងនោះជាបណ្ដាញឧក្រិដ្ឋជនដែលមានមូលដ្ឋាននៅកម្ពុជាអ្នកខ្លំមើលថាប្រតិបត្តិការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិតរបស់អាជ្ញាធរអន្តរជាតិនេះគឺកាន់តែស៊ើបអង្កេតកាន់តែពាក់ព័ន្ធនឹងគ្រួសារមេដឹកនាំកម្ពុជាចាលោកនាងនៅបានស្ដាប់សេចក្តីរាយការណ៍អំពីរឿងនេះនៅក្នុងការផ្សាយរបស់យើងនៅពេលបន្តិចទៀតនេះចាជាមួយគ្នានេះនាងខ្ញុំនឹងមានសម្ភារផ្ទាល់មួយជាមួយនឹងអ្នកវិភាគនយោបាយនិងជាអ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ23តុលាចាលោកកឹមសុខនៅក្នុងការផ្សាយរបស់យើងនៅពេលបន្តិចទៀតនេះចាគឺតាក់ទងទៅនឹងការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនេះចានាងខ្ញុំនឹងជជែកពិភាក្សាជាមួយនឹងលោកកឹមសុខផ្ដោតទៅលើចំណុចសំខាន់ចំនួន3គឺវិធានការរបស់អាជ្ញាធររដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលបណ្ដាប្រទេសមួយចំនួនក្នុងការបង្ក្រាបបទល្មើសជាឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅកម្ពុជានេះហើយនឹងមួយចំណុចទៀតគឺតាក់ទងទៅនឹងការដែលអាជ្ញាធរកម្ពុជាចាគឺធនាគារជាតិនៃកម្ពុជាបានដកហូតអាជ្ញាប័ណ្ណឬក៏បិទទ្វារក្រុមហ៊ុន Hui Wonpay របស់លោកហ៊ុនតូថាតើវិធានការនេះគ្រប់គ្រាន់ដែរឬទេតើអ្នកណាខ្លះគួរតែពាក់ព័ន្ធនៅក្នុងសំណុំរឿងនេះហើយនឹងមួយចំណុចទៀតគឺតាក់ទងទៅនឹងការដែលកម្ពុជាមានឈ្មោះមិនល្អនៅក្នុងរឿងឧក្រិដ្ឋកម្មឆបោកតាមអនឡាញតើកម្ពុជាអាចស្ដារវិស័យទេសចរនោះយ៉ាងណាខ្លះចាសសូមអញ្ជើញលោកនាងចាកុំភ្លេចរងចាំតាមដានកិច្ចសម្ភារនេះនៅក្នុងការផ្សាយរបស់យើងនៅពេលបន្តិចទៀតនេះលោកនាងកញ្ញាជាទីមេត្រីជាមួយនឹងការចាប់ផ្ដើមផ្សាយទូរទស្សន៍អាស៊ីសេរីនេះយើងខ្ញុំក៏សូមអរគុណចំពោះភក្ដីភាពនិងការជឿជាក់របស់លោកនាងលើសារព័ត៌មានឯករាជ្យសម្រាប់ប្រជាជនកម្ពុជាយើងនឹងរួមដំណើរជាមួយគ្នាក្នុងបេសកកម្មផ្ដល់និងទទួលព័ត៌មានពិតបាទសូមអញ្ជើញលោកនាងកញ្ញាចូលទៅចុច follow នៅលើ Facebook ដែលមានអាសយដ្ឋាន www.facebook.com/tfa ខ្មែរនិង Subscribe លើ YouTube ដែលមានអាសយដ្ឋាន www.youtube.com/tfa ខ្មែរបាទសូមអរគុណចាលោកនាងជាទីមេត្រីព័ត៌មានជាបន្តទៅទៀតនេះតាក់ទងទៅនឹងសកម្មជនបកប្រឆាំងចាដែលតុលាការកាត់ទោសលោកចាសាលាឧទ្ធរភ្នំពេញបានសម្រេចដំកល់សេចក្តីសម្រេចរបស់សាលាដំបងរាជធានីភ្នំពេញដែលកាត់ទោសសកម្មជនបកប្រឆាំងលោកគាវិសាលឲ្យមានទោសនោះថាទុកជាបានការដដែលមេធាវីការពារសកម្មជនបកប្រឆាំងរូបនេះសោកស្ដាយនិងចាត់ទុកការសម្រេចរបស់សាលាឧទ្ធរថាមិនត្រឹមត្រូវតាមច្បាប់នោះទេចាលោកថាថៃមានសេចក្តីរាយការណ៍អំពីរឿងនេះជូនលោកអ្នកនាងជារឿងធម្មតាទៅហើយដែលតុលាការគ្រប់ជាន់ថ្នាក់នៅកម្ពុជាមិនទម្លាក់ចោលការចាត់ប្រកាន់លើសកម្មជនគណៈបកប្រឆាំងដែលកំពុងជាប់ឃុំបើទោះបីជាមនុស្សភាគច្រើនមើលឃើញថាពួកគាត់មិនបានប្រព្រឹត្តកំហុសក៏ដោយចោះមេធាវីការពារក្តីឲ្យសកម្មជនបកប្រឆាំងដែលកំពុងជាប់ឃុំលោកគាវិសាលគឺលោកជុងជងីបង្ហាញការខកចិត្តដែលសាលាឧទ្ធរក្រុងភ្នំពេញនៅតែបន្តឃុំខ្លួននិងរក្សាការចាត់ប្រកាន់លើកូនក្តីរបស់លោកការលើកឡើងនេះគឺបន្ទាប់ពីសាលាឧទ្ធរភ្នំពេញនៅព្រឹកថ្ងៃទី5ខែធ្នូបានបើកសវនាការលើបណ្ដឹងឧទ្ធររបស់លោកគាវិសាលដែលជំទាស់នឹងសេចក្តីសម្រេចរបស់សាលាដំបងរាជធានីភ្នំពេញដែលបានផ្តន្ទាទោសអនុប្រធានក្រុមការងារបណ្ដោះអាសន្នរបស់គណៈបកកម្លាំងជាតិរូបនេះឲ្យជាប់ពន្ធនាគារ2ឆ្នាំ6ខែនិងពិន័យជាប្រាក់ចំនួន4រៀលពីបទញុះញង់ឲ្យមានការរើសអើងនិងការជេរប្រមាថជាសាធារណៈកាលពីខែសីហាឆ្នាំ2024ការដាក់ទោសទណ្ឌនេះគឺពាក់ព័ន្ធទៅនឹងការជេរប្រមាថគ្នាទៅវិញទៅមកនៅតាមបណ្ដាញសង្គមរវាងលោកគាវិសាលនិងដើមបណ្ដឹងគឺអតីតមន្ត្រីរបស់គណៈបកភ្លើងទៀនប្រចាំខេត្តព្រះសីហនុ
ដែលបានចោះចូលជាមួយគណៈបកប្រជាជនកម្ពុជាគឺលោកម៉ៃហុងស្រៀងលោកមេធាវីជួនជងីប្រាប់ទូរទស្សន៍អាស៊ីសេរីថាលោកនឹងពិភាក្សាជាមួយកូនក្តីដើម្បីប្តឹងសារទុកទៅតុលាការកំពូលទៀត ស្លោកទៅគេយល់ឃើញថាការជេរគ្នាហ្នឹងគឺធ្វើឲ្យមានការរើសអើងគឺលុះត្រាតែមានការរើសអើងទៅលើជាតិពុនសាសនាឬក៏ពូជអម្បូរជាតិសាសន៍ផ្សេងអានោះទើបវាចូលមាត្រា496ពាក់ព័ន្ធនឹងការរើសអើងនឹងញុះញង់ឲ្យមានការរើសអើងប៉ុន្តែអ្វីដែលដេញដោលប្រកមិញនេះគឺគាត់ជេរគ្នាទៅវិញទៅមកហ្នឹងដូច្នេះសញ្ញាមេធាវីមើលឃើញអត់មានបទល្មើសក្នុងតរសោះប៉ុន្តែអ្វីដែលមេធាវីសោកស្ដាយហ្នឹងគឺស្លោកទៅនៅតែយល់ឃើញថាមានការញុះញង់ឲ្យមានការរើសអើងដដែល អនុប្រធានក្រុមការងារខេត្តកំពង់ចាមនៃគណៈបកកម្លាំងជាតិលោកកើតវិជាដែលបានចូលរួមស្ដាប់សវនាការដែលនោះយល់ឃើញថាការអនុវត្តច្បាប់បច្ចុប្បន្នគឺមិនស្មើភាពគ្នារវាងមន្ត្រីបកប្រឆាំងនិងបុគ្គលឬមន្ត្រីអ្នកមានអំណាចលោកថាបុគ្គលមានឥទ្ធិពលឬមន្ត្រីអ្នកមានអំណាចមួយចំនួនបានជេរប្រមាថលើបណ្ដាញសង្គមដែរក៏ប៉ុន្តែពួកគេបែរជាមិនត្រូវបានដាក់ទោសទណ្ឌឡើយ ដោយឡែកបុគ្គលខ្លះមានលុយមានកាក់មានខ្សែបពពួកមានអំណាចគាត់ជេរប្រមាថគេតាមអំពើចិត្តនៅក្នុងបណ្ដាញសង្គមអីបែរជាពួកគាត់អត់មានទោសជាប់គុកជាប់ពន្ធនាគារអីទេគាត់គ្រាន់តែសុំទោសគឺរួចខ្លួនតែម្ដងអញ្ចឹងយើងគិតថានៅក្នុងប្រទេសកម្ពុជាយើងការកាត់ក្តីគឺអត់មានភាពយុត្តិធម៌សម្រាប់យើងជាមន្ត្រីគណៈបកប្រឆាំងទេ អាជ្ញាធរក្រមការដឹកនាំរបស់លោកហ៊ុនម៉ាណែតបានចាប់ខ្លួនអនុប្រធានក្រុមការងារបណ្ដោះអាសន្នរបស់គណៈបកកម្លាំងជាតិខេត្តកំពង់ចាមនិងជាបេក្ខជនក្រុមប្រឹក្សាខេត្តលេខរៀងទី1លោកគីវិសាលនៅភូមិកោះប៉ែនឃុំកោះមិត្តស្រុកកំពង់សៀមកាលពីថ្ងៃទី15ខែមិនិនាឆ្នាំ2024គិតមកដល់ពេលនេះលោកគីវិសាលបានជាប់ពន្ធនាគារជាង1ឆ្នាំហើយប្រពន្ធរបស់លោកគីវិសាលបានស្នើឲ្យតុលាការធ្វើការវិនិច្ឆ័យដោយមិនរើសអើងឬប្រកាន់បកពួកបើមិនដូច្នោះទេប្រជាពលរដ្ឋនឹងបាត់បង់ជំនឿលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជាខ្ញុំថាថៃពីទីក្រុងមែលប៊ន លោកអ្នកនាងកញ្ញាជាទីមេត្រីចាលោកអ្នកកំពុងតែទស្សនាការផ្សាយរបស់ទូរទស្សន៍អាស៊ីសេរីចាអតិថិជនរបស់ក្រុមហ៊ុន Hui One Pay មួយចំនួនបានបង្ខំចិត្តដាក់បញ្ចាំទ្រព្យសម្បត្តិដើម្បីយកលុយមកដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃរបស់ពួកគាត់បន្ទាប់ពីក្រុមហ៊ុនរបស់លោកហ៊ុនតូបានប្រកាសផ្អាកដំណើរការសេវាកម្មនិងបង្កក់លុយរបស់អតិថិជនអ្នកខ្លំមើលលើកឡើងថាជនរងគ្រោះខ្មែរនិងបរទេសដែលក្រុមហ៊ុន Hui One Pay បង្កក់លុយគួរតែចេញមកប្រមូលផ្ដុំគ្នាទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍និងចាប់មេខ្លោងធំនៃក្រុមហ៊ុនដើម្បីទប់ស្កាត់បណ្ដាញឧក្រិដ្ឋកម្មលាងលុយកខ្វក់នៅកម្ពុជាចាលោកអ្នកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍អំពីរឿងនេះនៅក្នុងការផ្សាយរបស់យើងនៅពេលបន្តិចទៀតនេះចាជាមួយគ្នានេះចានាងខ្ញុំនឹងមានសម្ភាសន៍ផ្ទាល់មួយជាមួយនឹងអ្នកវិភាគនយោបាយនិងជាអ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ$23ចាគឺលោកកឹមសុខតាក់ទងនៅរឿងនេះចាសូមលោកអ្នកនាងកុំភ្លេចរងចាំតាមដានកិច្ចសម្ភាសន៍និងសេចក្តីរាយការណ៍នេះកុំបីខានចាលោកនាងជាទីមេត្រីនៅរាជធានីភ្នំពេញនៅថ្ងៃនេះចាក្រុមតំណាងអង្គការសង្គមស៊ីវិលដែលធ្វើការការពារសិទ្ធិកម្មករសហជីពនិងពលករចំណាក់ស្រុកព្រមទាំងកម្មករធ្វើការនៅផ្នែកក្រៅប្រព័ន្ធបាននាំគ្នាដាក់ញត្តិទៅកាន់ក្រសួងកិច្ចការនារីនិងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីទាមទារឲ្យរដ្ឋាភិបាលផ្ដល់នូវការគាំពារសុខុមាលភាពសង្គមនិងលុបបំបាត់អំពើហិង្សានានាទៅលើអ្នកការពារសិទ្ធិមនុស្សនិងជួយផ្ដល់ការងារសមរម្យដល់ពលរដ្ឋនិងកម្មករចាលោកទីនសការីយ៉ារាយការណ៍អំពីរឿងនេះតំណាងអង្គការសង្គមស៊ីវិលជាច្រើនស្ថាប័នដូចជាសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ថា IDEA សហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មរួមនឹងមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថា Central នៅថ្ងៃទី5ធ្នូនេះបាននាំគ្នាដាក់ញត្តិទៅកាន់ក្រសួងចំនួន2ដើម្បីស្នើឲ្យរដ្ឋាភិបាលចាត់វិធានការឲ្យបានម៉ឺងម៉ាត់និងមានប្រសិទ្ធភាពលើសំណើចំនួន16ពាក់ព័ន្ធនឹងបញ្ហាអំពើហិង្សាមកលើស្ត្រីភេទការបំផិតបំភ័យគ្រោះរដ្ឋភាពលើការបញ្ចេញមតិរបស់ពលរដ្ឋស្ត្រីអ្នកការពារសិទ្ធិមនុស្សនិងសិទ្ធិដីធ្លីសិទ្ធិការងារនិងសកម្មជនការពារបរិស្ថានជាដើមការដាក់ញត្តិរបស់តំណាងអង្គការសង្គមស៊ីវិលទៅកាន់ក្រសួងកិច្ចការនារីនិងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនោះគឺធ្វើឡើងក្នុងយុទ្ធនាការ16ថ្ងៃក្រោមប្រធានបទគាំពារសុខុមាលភាពពលរដ្ឋដើម្បីយុត្តិធម៌សង្គមក្នុងសម័យ Digital ការដាក់ញត្តិនេះគឺក្នុងបំណងលើកកម្ពស់សិទ្ធិស្ត្រីលើវិស័យការងារឧស្សាហកម្មកាត់ដេរសេវាកម្មចំណីអាហារអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
កម្មករកាស៊ីណូសំណង់សមាគមដីធ្លីនិងអ្នកការពារបរិស្ថានជាដើមដើម្បីលុបបំបាត់នៅអំពើអយុត្តិធម៌នានាដែលបានបង្កឡើងដោយអាជ្ញាធររដ្ឋតំណាងអង្គការសង្គមស៊ីវិលបានស្នើសុំរដ្ឋាភិបាលជួយពន្យាការធ្វើវិសោធនកម្មច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារក្នុងការការពារជនរងគ្រោះតាមរយៈការបង្កើតឲ្យមានចម្រោកសុវត្ថិភាពរបស់ពលរដ្ឋសម្រាប់ស្ត្រីរងគ្រោះដែលបានរស់រានមានជីវិតពីអំពើហិង្សាមួយវិញទៀតត្រូវចាត់វិធានការឲ្យបានជាក់លាក់និងបញ្ឈប់ការបំផិតបំភ័យគ្រប់រូបភាពមកលើពលរដ្ឋស្ត្រីអ្នកការពារសិទ្ធិមនុស្សសិទ្ធិដីធ្លីសិទ្ធិការងារនិងសកម្មជនបរិស្ថាននៅពេលដែលពួកគាត់បញ្ចេញមតិបង្ហាញអំពីបញ្ហាប្រឈមនានានៅក្នុងសង្គមបន្ថែមពីនេះពួកគាត់បានស្នើឲ្យរដ្ឋាភិបាលពង្រឹងយន្តការការពារសិទ្ធិពលករចំណាក់ស្រុកពីការកេងប្រវ័ញ្ចពលកម្មការជួញដូរមនុស្សលើសពីនេះរដ្ឋាភិបាលត្រូវតែធានាការការពារសុវត្ថិភាពសម្រាប់អ្នករកការងារធ្វើទាំងក្នុងនិងក្រៅប្រទេសជាពិសេសរដ្ឋាភិបាលត្រូវផ្តល់ការងារសមរម្យនៅក្នុងស្រុកលើកកម្ពស់មុខរបរនិងផ្តល់កិច្ចការគាំពារសង្គមដល់ពលករដែលធ្វើការនៅក្រៅប្រទេសហើយវិលមកកម្ពុជាវិញហើយរដ្ឋាភិបាលត្រូវធានាថាកម្មករនៅក្នុងវិស័យសំណង់និងលអិតមានសេវានិងសម្ភារៈថែទាំសុខភាពនិងសុវត្ថិភាពត្រឹមត្រូវតាមច្បាប់មិនត្រូវឲ្យពួកគាត់ធ្វើការនៅក្នុងលក្ខខណ្ឌបញ្ចាំខ្លួនដោះបំណុលនោះឡើយជាមួយគ្នានេះពួកគាត់អះអាងថាសំណើទាំង16នេះធ្លាប់បានដាក់ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយម្ដងរួចមកហើយកាលពីឆ្នាំ2019ក៏ប៉ុន្តែមានបញ្ហាជាច្រើនដែលពុំទាន់បានដោះស្រាយប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មអ្នកស្រីអ៊ូទេផូលីនប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី5ខែធ្នូថាការដាក់ញត្តិនេះគឺដើម្បីជំរុញឲ្យរដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធរកដំណោះស្រាយឲ្យមានប្រសិទ្ធភាពពាក់ព័ន្ធនឹងការផ្តល់ការគាំពារសុខុមាលភាពដល់ពលករចំណាកស្រុកកម្មករសហជីពនិងអ្នកធ្វើការនៅក្រៅប្រព័ន្ធជាពិសេសលោកស្រីស្នើសុំឲ្យរដ្ឋាភិបាលត្រូវតែចូលរួមលុបបំបាត់អំពើអយុត្តិធម៌សង្គមជាច្រើនដែលបានកើតឡើងមកលើស្ត្រីអ្នកការពារសិទ្ធិកម្មករសហជីពឯករាជ្យពលករចំណាកស្រុកសកម្មជនសង្គមនិងបរិស្ថានជាដើមចង់ឲ្យប្រទេសយើងចាក់ផុតពីភាពក្រីក្របានហើយចូលទៅប្រទេសមួយដែលមានចំណូលមធ្យមលុះត្រាតែវណ្ណៈកម្មករលុះត្រាតែអ្នកដែលមានអ្នកដែលងាយរងគ្រោះលុះត្រាតែអ្នកមិនសូវមានធនធានអ្នកមិនសូវមានអ្នកមិនអាចមានលទ្ធភាពនៅក្នុងការចាប់ឱកាសគាត់មានលំហសេរីភាពរបស់គាត់អនុវត្តសិទ្ធិសេរីភាពរបស់គាត់ការពារដីធ្លីរបស់គាត់ការពារសិទ្ធិរបស់គាត់នៅពេលដែលនយោជកហ្នឹងមិនអនុវត្តទៅតាមច្បាប់ទូរទស្សន៍អាស៊ីសេរីពុំអាចតាក់ទងអ្នកនាំពាក្យក្រសួងការងារលោកសុនមេសាដើម្បីសុំការឆ្លើយតបជំវិញនឹងរឿងនេះបានឡើយទេនៅថ្ងៃទី5ខែធ្នូរីឯអ្នកនាំពាក្យក្រសួងកិច្ចការនារីអ្នកស្រីសស៊ីណែតថាជាប់រវល់មិនអាចឆ្លើយបានទោះបីជាយ៉ាងនេះក្តីកាលពីថ្ងៃទី25ខែវិច្ឆិកាអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិបានលើកឡើងថារដ្ឋាភិបាលកម្ពុជាបានបរាជ័យជាយូរមកហើយក្នុងការធានានូវកម្រិតជីវភាពសមរម្យការអប់រំនិងការថែទាំសុខភាពចំពោះពលករនិងប្រជាពលរដ្ឋដែលធ្វើឲ្យគ្រួសាររបស់ពួកគាត់ទទួលរងនូវសម្ពាធដោយសារតែបំណុលជំពាក់ធនាគារនិងមីក្រូហិរញ្ញវត្ថុរីឯបញ្ហារបស់សហជីពឯករាជ្យឯនេះវិញកាលពីឆ្នាំ2024មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថាសង្គ្រល់បានរកឃើញថាសហជីពឯករាជ្យជាច្រើនរងការបំផិតបំភ័យដោយផ្ទាល់មាត់និងដោយប្រយោលក្នុងការគំរាមកំហែងការបៀតបៀននិងការដាក់នៅក្នុងបញ្ជីខ្មៅដែលត្រូវបណ្តេញចេញពីការងារដែលធ្វើឲ្យប៉ះពាល់ដល់ការបំពេញការងារប្រធានសមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍនៅកម្ពុជាហៅកាត់ថាអាថុកលោកនីសុខាលើកឡើងថាការដាក់ញត្តិរបស់ក្រុមអង្គការសង្គមស៊ីវិលទៅកាន់ក្រសួងស្ថាប័នពាក់ព័ន្ធនោះគឺជារឿងត្រឹមត្រូវទៅតាមច្បាប់ជាតិនិងអន្តរជាតិដូច្នេះអាជ្ញាធរពាក់ព័ន្ធគួរតែយកក្តីកង្វល់ទាំងនោះទៅដោះស្រាយនិងចាត់វិធានការឲ្យបានម៉ឺងម៉ាត់និងប្រសិទ្ធភាពលោកថាប្រសិនបរដ្ឋាភិបាលពុំអើពើដោះស្រាយឲ្យបានត្រឹមត្រូវទេនោះរដ្ឋាភិបាលនឹងរងការរិះគន់បន្ថែមទៀតពីសាធារណជនស្ថាប័នជាតិនិងអន្តរជាតិ នេះគឺជាសំណើមួយដែលស្របទៅនឹងគោលការណ៍រដ្ឋធម្មនុញ្ញហើយរដ្ឋាភិបាលអាជ្ញាធររដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់ក្នុងការឆ្លើយតបឲ្យបានសមស្របទៅនឹងអ្វីដែលការលើកឡើងជាកង្វល់របស់ពួកគាត់អញ្ចឹងបើសិនជាបញ្ហាវានៅបន្តចាក់ស្រេះនៅក្នុងសង្គមខ្មែរយើងវាធ្វើឲ្យមានការប៉ះពាល់ទៅដល់មុខមាត់រដ្ឋាភិបាលហើយដែលម្ដងទៀតខាងសង្គមស៊ីវិលនៅតែទទូចដដែលនៅក្នុងបញ្ហាទាំងអស់ហ្នឹង កន្លងទៅប្រធានប្រសិទ្ធិលោកហ៊ុនសែនបានលើកឡើងថា
រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយនិងមានចក្ខុវិស័យថាកម្ពុជាបានត្រៀមខ្លួនក្នុងការចាកចេញពីប្រទេសអភិវឌ្ឍតិចតួចទៅជាប្រទេសដែលមានពលរដ្ឋចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ2050ក៏ប៉ុន្តែអ្នកតាមដានពីបញ្ហាសង្គមនិងនយោបាយលើកឡើងថាបើតាមជាក់ស្ដែងរដ្ឋាភិបាលកំពុងតែដើរផ្ទុយនឹងគោលនយោបាយខណៈពលរដ្ឋភាគច្រើនបានធ្លាក់នៅក្នុងភាពក្រីក្រពីព្រោះបំណុលធនាគារនិងមីក្រូហិរញ្ញវត្ថុដោយសារតែខ្វះការងារធ្វើចំណែកឯប្រទេសជាតិវិញកំពុងតែញោមញីនិងមានកេរ្តិ៍ឈ្មោះមិនសូវល្អលើឆាកអន្តរជាតិពាក់ព័ន្ធនឹងក្រតកម្មឆបោកតាមអនឡាញនិងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដោយសារតែកង្វះប្រព័ន្ធប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្សនិងស្ថាប័នឯករាជ្យខ្ញុំបាទទីនសាការីយ៉ាអស៊ីសេរីប្រធានីវ៉ាស៊ីនតោនលោកអ្នកនាងកញ្ញាជាទីមេត្រីចាថ្មីនេះចានៅមុនដំណើរទស្សនកិច្ចមកកាន់កម្ពុជារបស់អតីតរដ្ឋមន្ត្រីការបរទេសនិងជាឧបនាយករដ្ឋមន្ត្រីរបស់ប្រទេសវៀតណាមគឺលោកប៊ួយថាន់សឺនលោកបានថ្លែងជាសាធារណៈថាលោកនឹងយកទុកលំបាករបស់ជនជាតិវៀតណាមនៅកម្ពុជាទៅជជែកជាមួយនឹងថ្នាក់ដឹកនាំខ្មែរនៅក្នុងសន្និសីទសហប្រតិបត្តិការខេត្តតាព្រំដែនកម្ពុជានិងវៀតណាមសម្រាប់មនុស្សធម្មតាស្ដាប់ទៅវាហាក់ដូចជាសារនយោបាយប្រជាពិធធម្មតារបស់មេដឹកនាំរដ្ឋមួយដែលបង្ហាញការខ្វល់ខ្វាយពីពលរដ្ឋរបស់ខ្លួនដែលកំពុងតែរស់នៅក្រៅប្រទេសតែនៅក្នុងផ្នែកមហាជននិងជាពិសេសនៅក្នុងក្រសែភ្នែករបស់ខ្មែរក្រោមឯណោះវិញគឺរឿងនេះមិនមែនជារឿងធម្មតាទេប៉ុន្តែគឺជាសារនយោបាយនិងជាសញ្ញាបង្ហាញថាអំណាចរបស់វៀតណាមគឺនៅតែមាននៅលើកម្ពុជាចាលោកអ្នកនាងនឹងបានទស្សនាបទវិភាគរបស់លោកថាថៃអំពីរឿងនេះនៅក្នុងការផ្សាយរបស់យើងនៅពេលបន្តិចទៀតនេះចាលោកអ្នកនាងជាទីមេត្រីអាជ្ញាធរនៅតាមបណ្ដាប្រទេសមួយចំនួនបានចាប់ខ្លួនជនសង្ស័យដែលជាបណ្ដាញឧក្រិដ្ឋជនឆបោកតាមអ៊ីនធឺណិតជាបន្តបន្ទាប់ដោយរកឃើញថាជនសង្ស័យទាំងនោះគឺជាបណ្ដាញឧក្រិដ្ឋជនដែលមានមូលដ្ឋាននៅកម្ពុជាអ្នកខ្លំមើលថាប្រតិបត្តិការបោះសម្អាតឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិតរបស់អាជ្ញាធរអន្តរជាតិនេះគឺកាន់តែស៊ើបគឺកាន់តែដឹងថាជាប់ពាក់ព័ន្ធនឹងគ្រួសារមេដឹកនាំនៅកម្ពុជាចាលោកសេបណ្ឌិតរាយការណ៍អំពីរឿងនេះខណៈមេធំរបស់ឧក្រិដ្ឋជនឆបោកតាមអ៊ីនធឺណិតដែលជាអង្គការចិនចូលសញ្ជាតិខ្មែរនិងជាទីប្រឹក្សារបស់ប្រធានប្រសិទ្ធិកម្ពុជាលោកហ៊ុនសែនគឺលោកចិនស៊ីកំពុងលាក់ខ្លួននោះអាជ្ញាធរអន្តរជាតិបានចាប់ខ្លួនបណ្ដាញឧក្រិដ្ឋជនឆបោកតាមអ៊ីនធឺណិតជាបន្តបន្ទាប់ទៀតនិងកំពុងស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀតដែរដែលមានបណ្ដាញនៅលើទឹកដីកម្ពុជាភ្នាក់ងារនគរបាលជាតិកូរ៉េខាងត្បូងបានប្រកាសកាលពីពេលថ្មីនេះអំពីការចាប់ខ្លួនជនសង្ស័យចំនួន28នាក់រួមទាំងជនជាតិកូរ៉េដែលប្រព្រឹត្តបទល្មើសឆបោកនៅកម្ពុជានិងថៃដោយសហការជាមួយនឹងនគរបាលមូលដ្ឋានរួមទាំងមេខ្លោងផងដែរនេះបើតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូងឈ្មោះឆូសុននៅថ្ងៃទី5ខែធ្នូសារព័ត៌មានកូរ៉េដដែលនេះក៏បានឲ្យដឹងថែមទៀតថាការចាប់ខ្លួននេះគឺជាជោគជ័យដំបូងនៃប្រតិបត្តិការដែលគេឲ្យឈ្មោះថាប្រាច់ច្រវាក់ដែលកើតចេញពីការសហការគ្នាជាសកលរវាងអាជ្ញាធរកូរ៉េខាងត្បូងជាមួយនឹងសហរដ្ឋអាមេរិកចិនជប៉ុនកម្ពុជានិងថៃជាដើមរួមទាំងស្ថាប័នអន្តរជាតិចំនួន3គឺប៉ូលីសព្រហ្មទណ្ឌអន្តរជាតិអង់តេប៉ូលប៉ូលីសជាតិអាស៊ាននិងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្មដែលចូលរួមក្នុងប្រតិបត្តិការនេះដែរប្រភពដដែលបានបញ្ជាក់ទៀតថាកាលពីថ្ងៃទី4ខែធ្នូអាជ្ញាធរបានចាប់ខ្លួនមេខ្លោងនិងសមាជិកក្រុមឧក្រិដ្ឋជនដែលជាជនជាតិកូរ៉េចំនួន15នាក់នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដោយពួកគេត្រូវបានចោទប្រកាន់ពីបទឆបោកប្រាក់ជាង$1 លានពីជនរងគ្រោះចំនួន27នាក់តាមរយៈការប្រើឧបាយលបួងជនរងគ្រោះដោយការណែនាំស្ត្រីឲ្យក្លាយជាដៃគូស្នេហានិងប្រមូលថ្លៃសេវាកម្មយ៉ាងណាមិញនៅថ្ងៃដដែលប៉ូលីសអន្តរជាតិបានឆ្មក់ចូលទីតាំងមួយនៅទីក្រុងបាងកកជាមួយនឹងប៉ូលីសនិងចាប់ខ្លួនជនសង្ស័យចំនួន13នាក់ដែលជាក្រុមឆបោកដោយការក្លែងបន្លំសម្លេងដែលមានមូលដ្ឋាននៅប្រទេសថៃក្នុងនោះមានជនសង្ស័យមួយចំនួននៅតែបន្តប្រតិបត្តិការឆបោកទោះបីជាអ្នកស៊ើបអង្កេតបានចុះបង្ក្រាបដល់ទីតាំងហើយក៏ដោយអាជ្ញាធរកូរ៉េបានរកឃើញថានៅមុនពេលអាជ្ញាធរចាប់ខ្លួនក្រុមឧក្រិដ្ឋជនបានក្លែងអត្តសញ្ញាណជាមន្ត្រីស៊ើបអង្កេតនិងបោកប្រាស់ជនរងគ្រោះប្រមាណជាង$60,000
ទន្ទឹមនឹងនេះអាជ្ញាធរក៏រកឃើញទៀតថាជនសង្ស័យមានជាប់ពាក់ព័ន្ធនឹងករណីបង្ខំឲ្យជនរងគ្រោះថតវីដេអូអាក្រាតកាយដោយកុហកថាដើម្បីឆែកឆេររាងកាយនៅពេលបោកប្រាស់ជនរងគ្រោះដែលជាស្ត្រីដោយឡែកនៅឯវៀតណាមឯនោះវិញអាជ្ញាធរប្រទេសនេះបានចាប់ខ្លួនជនសង្ស័យដែលជាជនជាតិកូរ៉េខាងត្បូងចំនួន3នាក់នៅខេត្តដាណាងយោងតាមកំណត់ត្រារបស់ប៉ូលីសអង្គតប៉ូលនិងប៉ូលីសវៀតណាមបានបង្ហាញថាជនទាំង3នាក់នេះត្រូវបានប៉ូលីសកូរ៉េខាងត្បូងចេញដីកាតាមចាប់ខ្លួនពីបទក្លែងបន្លំឧក្រិដ្ឋកម្មរៀបចំនិងការជួញដូរមនុស្សអាជ្ញាធរវៀតណាមបានរកឃើញទៀតថាជនសង្ស័យទាំង3នាក់នោះបានប្រព្រឹត្តការបោកប្រាស់ជនរងគ្រោះតាមរយៈការបង្កើតទំនាក់ទំនងស្នេហាឆ្លងដែនឬអន្ទាក់ទឹកឃ្មុំដែលមានមូលដ្ឋាននៅក្រុងបាវិតខេត្តស្វាយរៀងជាប់នឹងព្រំដែនកម្ពុជាវៀតណាមដោយពួកគេបានប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឬហៅថា AI ដែលមានឈ្មោះថា Deepfake ដើម្បីក្លែងបន្លំជាស្ត្រីនិងបញ្ឆោតជនរងគ្រោះជាបុរសអាជ្ញាធរវៀតណាមលើកឡើងទៀតថានៅក្នុងប្រតិបត្តិការឆបោកឆ្លងដែននេះជនសង្ស័យបានលបួងជនរងគ្រោះឲ្យធ្វើដំណើរទៅប្រទេសវៀតណាមឬប្រទេសថៃដោយឆ្លងចូលប្រទេសកម្ពុជាជាទីកន្លែងដែលពួកគេត្រូវបានបង្ខាំងដកហូតលិខិតឆ្លងដែននិងបង្ខំឲ្យជនរងគ្រោះប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតអាជ្ញាធរបានរកឃើញទៀតថាបណ្ដាញនេះបានបោកប្រាស់លុយពីជនរងគ្រោះប្រហែល$1 លាននៅចន្លោះខែសីហាដល់ខែធ្នូឆ្នាំ2024បច្ចុប្បន្នអាជ្ញាធរវៀតណាមបានបញ្ជូនជនសង្ស័យទាំង3នាក់ទៅឲ្យអាជ្ញាធរកូរ៉េខាងត្បូងនៅថ្ងៃទី5ខែធ្នូដើម្បីបន្តនីតិវិធីស៊ើបអង្កេតរកមេខ្លោងចំណែកឯពីប្រទេសសិង្ហបុរីឯនោះវិញសារព័ត៌មាន Channel News អាស៊ីរបស់ប្រទេសនេះបានរាយការណ៍ថាបរិសុទ្ធជនជាតិសិង្ហបុរីអាយុ32ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួននៅទីក្រុងបាងកកប្រទេសថៃពាក់ព័ន្ធទៅនឹងក្រុមឆបោកតាមអ៊ីនធឺណិតដែលមានមូលដ្ឋាននៅប្រទេសកម្ពុជាហើយត្រូវបានប្រគល់ទៅឲ្យអាជ្ញាធរសិង្ហបុរីកាលពីថ្ងៃទី4ខែធ្នូប៉ូលីសសិង្ហបុរីបានបញ្ជាក់ថាជនសង្ស័យគឺជាសមាជិកនៃក្រុមឧក្រិដ្ឋជនឆបោកតាមអ៊ីនធឺណិតដោយកំណត់គោលដៅលើពលរដ្ឋសិង្ហបុរីដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញនិងស្ថិតនៅក្នុងចំណោមជនសង្ស័យដែលជាជនជាតិសិង្ហបុរីនិងជនជាតិម៉ាឡេស៊ីចំនួន7នាក់ផ្សេងទៀតដែលប៉ូលីសសិង្ហបុរីនិងប៉ូលីសអង្គតប៉ូលបានចេញនិវេតក្រហមតាមចាប់ខ្លួនជុំវិញរឿងនេះប្រធានអ្នកខ្លំមើលកម្ពុជាលោកម៉ែនណាតយល់ឃើញថាប្រតិបត្តិការបោកសម្អាតក្រុមឧក្រិដ្ឋជនឆបោកតាមអ៊ីនធឺណិតរបស់អាជ្ញាធរអន្តរជាតិនេះកាន់តែស៊ើបអង្កេតគឺកាន់តែជាប់ពាក់ព័ន្ធទៅនឹងក្រុមគ្រួសារមេដឹកនាំកម្ពុជាគឺក្រុមគ្រួសារត្រកូលហ៊ុនដោយសារមេខ្លោងក្រុមឧក្រិដ្ឋជនទាំងនោះគឺជាមនុស្សចំណិតរបស់ប្រធានព្រឹទ្ធសភាគឺលោកហ៊ុនសែនលោកបានបន្តទៀតថាមេដឹកនាំកម្ពុជាហាក់បានលង់ខ្លួនកាន់តែជ្រៅជាមួយនឹងក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញដោយមិនងាយនឹងដោះខ្លួនរួចនោះឡើយឲ្យលោកហ៊ុនសែនទៅបកអាក្រាតលោកជេនស៊ីឬក៏ផ្ដាល់ព័ត៌មានពាក់ព័ន្ធលោកជេនស៊ីមិនបើលោកជេនស៊ីផ្ដាល់ផលប្រយោជន៍ដល់គាត់ហ្នឹងហើយម្យ៉ាងទៀតលោកហ៊ុនសែនលោកហ៊ុនម៉ាណែតហ្នឹងការពារមុខមាត់របស់គាត់ខ្លាំងណាស់បើគាត់ទម្លាយទៅខាងនោះទម្លាយមកវិញមកតើមុខមាត់របស់គ្រួសារហ៊ុនហ្នឹងទៅជាយ៉ាងណាពាក់ព័ន្ធនឹងការបោកសម្អាតក្រុមឧក្រិដ្ឋជនឆ្លងដែននេះដែរកាលពីថ្ងៃទី3ខែធ្នូអាជ្ញាធរថៃបានរឹបអូសទ្រព្យសម្បត្តិដែលមានតម្លៃជាង$300 លានអាមេរិកនៅក្នុងការបង្ក្រាបដ៏ធំមួយពាក់ព័ន្ធនឹងមជ្ឈមណ្ឌលឆបោកដែលគេអះអាងថាមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជានិងនៅក្នុងតំបន់មួយចំនួនទៀតក្នុងចំណោមអ្នកដែលត្រូវបានរឹបអូសទ្រព្យសម្បត្តិទាំងនោះភាគច្រើនគឺជាមនុស្សដែលស្និទ្ធនឹងលោកហ៊ុនសែនរួមមានលោកកុកអានដែលជាកំពូលអុកញ៉ាមួយរូបនៅកម្ពុជាស្ថិចិនចូលសញ្ជាតិខ្មែរគឺលោកចិនស៊ីកូនប្រុសពៅរបស់លោកឧបនាយករដ្ឋមន្ត្រីយឹមឆៃលីគឺលោកយឹមលាក់និងជនបរទេសម្នាក់ទៀតឈ្មោះបេនស្មីតដែលអ្នកទាំង3គឺជាទីប្រឹក្សារបស់លោកហ៊ុនសែនខ្ញុំបាទសេកបណ្ឌិតទូរទស្សន៍អាស៊ីសេរីពីរដ្ឋធានីវ៉ាស៊ីនតោនចាលោកនាងកញ្ញាជាទីមេត្រីចាអំពើក្រតកម្មឆបោកតាមអនឡាញនេះក៏ជាប់ពាក់ព័ន្ធនឹងបងប្រុសជីដូនមួយរបស់នាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតដែរចាគឺលោកហ៊ុនតូហើយដែលមានការចោទប្រកាន់ថាលោកក៏ជាប់ពាក់ព័ន្ធនៅក្នុងរឿងនេះដែរហើយយើងដឹងទាំងអស់គ្នាថាក្រុមហ៊ុន Hui One Pay របស់លោកហ៊ុនតូក៏ត្រូវធនាគារជាតិនៃកម្ពុជាដកហូតអាជ្ញាប័ណ្ណហើយនឹងបិទទ្វារ
ហើយនៅក្នុងពេលបន្តិចទៀតនេះចានាងខ្ញុំនឹងមានសម្ភាសន៍មួយជាមួយនឹងលោកកឹមសុខអំពីរឿងនេះហើយលោកជុនច័ន្ទបុតក៏នឹងមានសេចក្តីរាយការណ៍មួយជូនលោកអ្នកនាងចាតកតងទៅនឹងអតិថិជនរបស់ក្រុមហ៊ុន Hui One Pay ចាដែលបញ្ជាក់ថាពួកគាត់កំពុងតែជួបការលំបាកនៅក្នុងជីវភាពនៅពេលដែលប្រាក់របស់ក្រុមហ៊ុននេះត្រូវបានធនាគារជាតិនៃកម្ពុជាបង្កក់នោះចាហើយសូមលោកអ្នកនាងកុំភ្លេចរងចាំតាមដានសេចក្តីរាយការណ៍នេះនិងបទសម្ភាសន៍នេះនៅក្នុងពេលបន្តិចទៀតនេះចាមុននឹងទៅដល់បទសម្ភាសន៍និងសេចក្តីរាយការណ៍នេះចានាងខ្ញុំមានព័ត៌មានមួយទៀតតាក់ទងទៅនឹងប្រតិកម្មរបស់តំណាងកម្ពុជានៅអង្គការសហប្រជាជាតិចាស់ជុំវិញការចោទប្រកាន់របស់ភាគីថាថៃថាកម្ពុជាបន្តដាក់មីននៅតាមព្រំដែននោះចាឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវសម្ដែងការព្រួយបារម្ភពីការប៉ុនប៉ងរបស់ប្រទេសថៃនៅក្នុងការប្រែក្លាយយន្តការសន្ធិសញ្ញាហាមឃាត់មីនដើម្បីកេងចំណេញនយោបាយតែមួយមុខគត់ដែលនឹងធ្វើឲ្យអនុសញ្ញាស្ដីអំពីមីននេះចុះខ្សោយសម្រាប់រដ្ឋភាគីទាំងអស់ឯកអគ្គរដ្ឋទូតតំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវលោកអិនដារ៉ាបានលើកឡើងនៅក្នុងកិច្ចប្រជុំស្ដីពីការទប់ស្កាត់និងបង្ក្រាបសកម្មភាពហាមឃាត់និងសម្រួលដល់ការអនុឡោមនៃអនុសញ្ញានៅក្នុងកិច្ចប្រជុំរដ្ឋភាគីនៃអនុសញ្ញាហាមឃាត់មីននៅអង្គការសហប្រជាជាតិកាលពីថ្ងៃទី4ខែធ្នូថាឧបនិហេតុផ្ទុះមីនដែលភាគីថៃបានចោទប្រកាន់ជាបន្តបន្ទាប់មកនោះគឺកើតឡើងនៅក្នុងទឹកដីរបស់កម្ពុជាលោកអះអាងថាការចោទប្រកាន់របស់ថៃជុំវិញបញ្ហាគ្រាប់មីននៅកម្ពុជានេះគ្រាន់តែជាការអះអាងជាឯកតោភាគីប៉ុណ្ណោះព្រោះភាគីថៃមិនបានផ្ដល់សិទ្ធិដល់កម្ពុជាឬផ្ដល់សិទ្ធិឲ្យអ្នកជំនាញអព្យាក្រឹតចូលទៅពិនិត្យទីតាំងជាក់ស្ដែងនៅតំបន់ដែលមានមីនផ្ទុះនោះឡើយឯកអគ្គរដ្ឋទូតឯកអគ្គរដ្ឋទូតរូបនេះបញ្ជាក់ថាតាមមាត្រា8នៃអនុសញ្ញាហាមឃាត់មីនបានអះអាងថានាពេលកន្លងមកនេះថាសប្តាហ៍ថ្ងៃនេះកម្ពុជាមានតំបន់ដែលមានបញ្ហាគ្រាប់មីននៅតាមព្រំដែនជាមួយថៃប្រមាណជាង700គីឡូម៉ែត្រដែលមិនទាន់បានបោសសម្អាតចាតំបន់ដែលនៅសេសសល់គ្រាប់មីនច្រើនគឺវានៅក្នុងតំបន់ដែលកំពុងតែមានចំនួនព្រំដែនរវាងកម្ពុជានិងថៃនោះផងដែរចលនានាងកញ្ញាជាទីមេត្រីចាយើងងាកមកព័ត៌មានតកតងនឹងក្រុមហ៊ុន Hui One Pay វិញចាអតិថិជនក្រុមហ៊ុន Hui One Pay មួយចំនួនបានបង្ខំចិត្តដាក់បញ្ចាំទ្រព្យសម្បត្តិដើម្បីយកលុយទៅដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃបន្ទាប់ពីក្រុមហ៊ុនរបស់លោកហ៊ុនតូបានផ្អាកដំណើរការសេវាកម្មនិងបង្កក់លុយអតិថិជនអ្នកខ្លំមើលលើកឡើងថាជនរងគ្រោះខ្មែរនិងបរទេសដែលក្រុមហ៊ុន Hui One Pay បង្កក់លុយនោះគួរតែចេញមកប្រមូលផ្ដុំគ្នាទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍និងចាប់មេខ្លោងនៃក្រុមហ៊ុនដើម្បីទប់ស្កាត់បណ្ដាញឧក្រិដ្ឋកម្មលាងលុយកខ្វក់នៅកម្ពុជាចាសសូមអញ្ជើញលោកនាងមកទស្សនាសេចក្តីរាយការណ៍របស់លោកជុនច័ន្ទបុតដូចតទៅពលរដ្ឋដែលជាអតិថិជនរបស់ក្រុមហ៊ុន Hui One Pay មួយចំនួនកំពុងប្រឈមមុខនឹងបញ្ហាជីវភាពនិងខ្វះលុយកាក់បង្វិលការប្រកបអាជីវកម្មរបស់ខ្លួនដោយសារតែមិនអាចដកលុយចេញពីគណនីបានអតិថិជនម្នាក់សូមមិនបង្ហាញឈ្មោះដោយបារម្ភពីបញ្ហាសុវត្ថិភាពបានប្រាប់ទូរទស្សន៍អាស៊ីសេរីថាកញ្ញាមានលុយមួយចំនួនធំនៅក្នុងគណនី Hui One Pay ហើយថាការផ្អាកសេវាធ្វើឲ្យកាន់តែពិបាកក្នុងការចំណាយប្រចាំថ្ងៃកញ្ញាបានបង្ខំចិត្តបញ្ចាំគ្រឿងអលង្ការដើម្បីយកលុយទៅប្រើប្រាស់ក្នុងគ្រួសារនិយាយទៅអត់មានលុយប្រើហ្មងនិយាយប្រាប់បងត្រង់ថ្ងៃហ្នឹងគឺយកសាច់កទៅបញ្ចាំរបស់ដើម្បីយកលុយមកប្រើប្រាស់វិសាខ្ញុំទុកលុយក្នុងហ្នឹងហើយខ្ញុំគិតថាអាសេវាហ្នឹងថ្លៃតែខ្ញុំចេះទុកតអញ្ចឹងណាហើយយើងអត់ដឹងទេអត់ដឹងថាគេផ្អើលមានអីអញ្ចឹងអីខ្ញុំអត់ដឹងផងអញ្ចឹងបើដូចបងខ្ញុំអីគឺគាត់មានច្រើនជាងខ្ញុំទៀតអញ្ចឹងណាគឺគាត់ដកអត់បានដូចគ្នា
ហើយអ្នកខ្លះក៏គាត់ភ័យអញ្ចឹងទៅគាត់សុខចិត្តគាត់ដកគេកាត់$40 $50ឲ្យក៏គាត់សុខចិត្តដកដែរគឺមិនបើអត់មានលុយប្រើប្រាស់ហ្នឹង អតិថិជនបន្តថាបើទោះបីជាអាចដកលុយតាមភ្នាក់ងារបានក៏ដោយក៏ថ្លៃសេវាកម្មបានកើនឡើងគួរឲ្យកត់សម្គាល់ដក$100ត្រូវបង់សេវាពី$45ទៅ$50 មិត្តភ័ក្តិរបស់កញ្ញាមួយចំនួនក៏កំពុងស្ទាក់ស្ទើរក្នុងការដកលុយដោយខ្លាចសេវាខ្ពស់និងខ្លាចការក្លែងបន្លំពីភ្នាក់ងារក្លែងក្លាយលើបណ្ដាញសង្គមតាក់ទងនឹងរឿងនេះលោកអំសំអាតនាយកកម្មវិធីសិទ្ធិមនុស្សរបស់លីកាដូបញ្ជាក់ថាជនរងគ្រោះអាចដាក់ពាក្យស្នើអន្តរាគមន៍ពីធនាគារជាតិក៏ប៉ុន្តែគាត់រិះគន់ថារដ្ឋខ្វះសមត្ថភាពក្នុងការតាមដាននិងស៊ើបអង្កេតប្រតិបត្តិការរបស់ Huawei បន្ទាប់ពីការដកអាជ្ញាប័ណ្ណនៅឆ្នាំ2025 ធនាគារជាតិដូចជាអាជ្ញាធរដែលពាក់ព័ន្ធហ្នឹងគួរតែពិនិត្យមើលទៅលើរឿងទាំងអស់នេះហើយស្វែងរកកិច្ចអន្តរាគមន៍ណាមួយសម្រាប់ដោះស្រាយជូនប្រជាពលរដ្ឋហើយមួយទៀតទាក់ទងនឹងបញ្ហាក្រុមហ៊ុននេះនៅពេលដែលធនាគារជាតិដកអាជ្ញាប័ណ្ណហើយនៅតែប្រតិបត្តិការដំណើរការបន្តទៅទៀតអញ្ចឹងវាត្រូវតែមានការបង្កើតនៅគណៈកម្មការដើម្បីធ្វើការស៊ើបអង្កេតទៅលើគ្រឹះស្ថានឬក៏ក្រុមហ៊ុននេះហើយចាត់វិធានការតាមផ្លូវច្បាប់បើរកឃើញថាក្រុមហ៊ុននេះបានបំពានឬក៏ធ្វើខុសច្បាប់ ការជ្រួលច្របល់សម្រុកទៅដកប្រាក់ពីសំណាក់អតិថិជនកើតឡើងបន្ទាប់ពីក្រុមហ៊ុន Huawei របស់លោកហ៊ុនតូប្រកាសផ្អាកសេវាកម្មកាលពីថ្ងៃទី1ខែធ្នូដោយអះអាងថាមានការដកប្រាក់រាប់សិបលានដុល្លារយ៉ាងឆាប់រហ័សពីគណនីអតិថិជនទោះជាយ៉ាងណាស្ថាប័នរដ្ឋដែលពាក់ព័ន្ធរួមមានធនាគារជាតិនៃកម្ពុជាផងមិនទាន់បានដាក់វិធានការជំនួយណាមួយសម្រាប់អតិថិជនឡើយក្រៅតែពីចេញសេចក្តីប្រកាសព័ត៌មាន សេចក្តីប្រកាសព័ត៌មានថ្ងៃទី3ធ្នូរបស់ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ពីការដកអាជ្ញាប័ណ្ណក្រុមហ៊ុនជាស្ថាពរនិងថានៅកម្ពុជាមិនទាន់មានគ្រឹះស្ថានហិរញ្ញវត្ថុណាមួយទទួលអាជ្ញាប័ណ្ណគ្រីបតូឡើយក៏ប៉ុន្តែធនាគារជាតិនៃកម្ពុជានៅមិនទាន់បញ្ជាក់ពីវិធីការពារឬដំណោះស្រាយណាមួយសម្រាប់អតិថិជន Huawei នោះឡើយអ្នកស៊ើបអង្កេតអន្តរជាតិនិងសារព័ត៌មានបរទេស ក៏កំពុងតាមដានប្រតិបត្តិការហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងក្រុមហ៊ុន Huawei នេះនិងទំនាក់ទំនងជាមួយបណ្ដាញលាងលុយកខ្វក់នៅតំបន់អាស៊ីអាគ្នេយ៍ផងដែរប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យអ្នកស្រីមូសុខហួរពន្យល់ថាជនរងគ្រោះដែលបន្តរក្សាភាពស្ងៀមស្ងាត់មិនហ៊ានចេញតវ៉ាទាមទារឲ្យក្រុមហ៊ុននិងអាជ្ញាធរទទួលខុសត្រូវលើបញ្ហានេះថាគឺជាការបើកដៃឲ្យក្រុមអ ுக ្រិតជននិងបកពួក ពង្រីកអាជីវកម្មលាងលុយកខ្វក់កាន់តែធំអ្នកស្រីបន្តថាប្រសិនបើជនរងគ្រោះគ្មានជំនឿលើប្រព័ន្ធតុលាការនិងច្បាប់កម្ពុជាជនរងគ្រោះអាចដាក់ពាក្យប្តឹងតាមរយៈអ៊ីមែលឬប្រអប់សារបណ្ដាញសង្គមរបស់ស្ថានទូតនៃបណ្ដាប្រទេសប្រជាធិបតេយ្យដើម្បីឲ្យជួយអន្តរាគមន៍ ផ្ញើអ៊ីមែលគេមានអតិថិជនសរសេរលិខិតជូនព័ត៌មានទាំងអស់នេះរាប់ពាន់អ្នកនេះសហការជាមួយប្រទេសអង់គ្លេសនិងប្រទេសអាមេរិកនៅក្នុងការរកយុត្តិធម៌ជូនដល់ខ្លួនឯងគុំនៅស្ងៀមខ្ញុំស្ដាប់អតិថិជននៅស្ងៀមនៅលើកដៃសំពះនៅសុំអង្វរនៅបាតុកម្មនៅប្រទេសកម្ពុជាចេញអត់រួចទេពីព្រោះជារបស់ហ៊ុនតូជារបស់ជីនជីយើងត្រូវរកប្រព័ន្ធផ្សេងទៀតហើយសហគ្រាសអង់គ្លេសកំពុងស្វាហាប់មែនទែនប្រទេសកូរ៉េកំពុងតែស្វាហាប់មែនទែនប្រទេសអាមេរិក នៅសិង្ហបុរីថៃអីគេស្វាហាប់មែនទែនមានតែប្រទេសកម្ពុជាមួយស្ងាត់ស្ងៀមតែម្ដងហើយឲ្យឃើញថារឿងនេះលោកហ៊ុនម៉ាណែតអត់ហ៊ានប៉ះពាល់ទេ ជាមួយគ្នានេះដែរអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិតនិងស្រាវជ្រាវលោកសេកសុជាតិលើកឡើងថាធនាគារជាតិនៃកម្ពុជារួមទាំងក្រសួងសេដ្ឋកិច្ចនិងស្ថាប័នពាក់ព័ន្ធគួរចេញមុខអន្តរាគមន៍ដោះស្រាយបញ្ហាអតិថិជន Huawei ដែលដកប្រាក់មិនបាននេះដើម្បីឲ្យមហាជនមានជំនឿនិងទុកចិត្តលើប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា ភាគីដែលពាក់ព័ន្ធគឺគួរតែសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ធនាគារជាតិដោយការដោះស្រាយដើម្បីឲ្យភាគីពាក់ព័ន្ធទាំងអស់គាត់មានប្រាក់ត្រឡប់មកវិញនិងមានជំនឿនិងទុកចិត្តទៅលើវិស័យហិរញ្ញវត្ថុនិងធនាគារនៅកម្ពុជាហើយនេះក៏ជាសញ្ញាមួយវិជ្ជមានដែរដែលយើងអាចទទួលបានការគាំទ្រពីប្រជាពលរដ្ឋសហគមន៍អន្តរជាតិក៏មើលឃើញអំពីការបដិញ្ញាចិត្តហើយនឹងការអនុវត្តច្បាប់ប្រកបទៅដោយភាពច្បាស់លាស់និងត្រឹមត្រូវចំពោះបញ្ហាទាំងអស់នេះផងដែរ អ្នកឃ្លាំមើលលើកឡើងថាបញ្ហាអក្រិតជនមានទំនាក់ទំនងជាមួយក្រុមគ្រួសារត្រកូលហ៊ុនកំពុងពង្រីករបរអាជីវកម្មលាងលុយកខ្វក់និងអំពើឆបោកតាមអនឡាញកាន់តែរីកសាយភាយនៅក្នុងប្រទេសកម្ពុជា
នឹងបានបំផ្លាញមុខមាត់ប្រទេសជាតិសង្គមនិងបំផ្លាញសេដ្ឋកិច្ចជាតិរហូតដល់សេដ្ឋកិច្ចពលរដ្ឋតាមទីជនបទក្រៅពីនេះអ្នកស្រីមូសុខួរជំរុញរដ្ឋាភិបាលលោកហ៊ុនម៉ាណែតមានសេចក្តីក្លាហានចាប់ខ្លួនប្រធានក្រុមហ៊ុន Hui Wan Phe គឺលោកហ៊ុនតូនិងក្រុមហ៊ុន Prince Group របស់លោក Gen Z ដើម្បីប្រាប់សហគមន៍អន្តរជាតិថារដ្ឋាភិបាលត្រកូលហ៊ុនមិនដឹកនាំប្រទេសតាមបែបអ ுக ្រិតកម្ម Mafia នោះឡើយខ្ញុំជួនច័ន្ទបុត្រទូរទស្សន៍អាស៊ីសេរី Washington ចាលោកនាងជាទីមេត្រីចាជាបន្តទៅទៀតនេះចានេះខ្ញុំមានសម្ភារផ្ទាល់ជាមួយនឹងលោកកឹមសុខចាដែលជាអ្នកវិភាគឯករាជ្យនិងជាអ្នកវិភាគនយោបាយចានឹងជាអ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ23តុលាចាសូមជម្រាបសួរលោកកឹមសុខពីចម្ងាយចាបាទជំរាបសួរអ្នកបងជីវីបាទចាលោកកឹមសុខលោកបានឮហើយសេចក្តីរាយការណ៍របស់លោកជុនច័ន្ទបនបាញ់មិញនេះចាហើយអ្វីដែលមានជាមន្ទិលនៅក្នុងសេចក្តីរាយការណ៍នេះគឺថាតើអាជ្ញាធរកម្ពុជាចាដែលដឹកនាំដល់រដ្ឋាភិបាលលោកហ៊ុនម៉ាណែតនេះអាចនឹងចាប់ខ្លួនជនល្មើសក្រាក់ធំដែលជាអង្គការនៅក្នុងបណ្ដាញប្រព័ន្ធអក្រិតជនឆបោកតាមអនឡាញនេះដែរឬទេចាជាដំណោះស្រាយតាមផ្លូវច្បាប់ត្រូវតែចាប់ម្ចាស់ក្រុមហ៊ុនឬក៏ប្រតិបត្តិការសំខាន់ដែលជាអ្នកដឹកនាំក្រុមហ៊ុននឹងហើយពីព្រោះទំហំលុយដែលលាងរាប់រយរាប់ពាន់លានដុល្លារបើមិនចាប់ប្រតិបត្តិការសំខាន់ទេពួកគេអាចយកលុយនឹងទៅបង្កើតអក្រិតកម្មផ្សេងទៀតម្ល៉េះហើយកាលណារដ្ឋាភិបាលរបបភ្នំពេញបច្ចុប្បន្នបែរទៅជាសុំក្រលុំមិនព្រមចាប់ប្រតិបត្តិការសំខាន់ជាពិសេសអង្គការហ៊ុនតូហើយនិងប្រធានផ្នែកសំខាន់នៃក្រុមហ៊ុនហ្នឹងនោះមានន័យថាវាទៅជារឿងបង្កើតនៅបទល្មើសថ្មីមួយទៀតគឺបទល្មើសនៃការខុបខិតគ្នារវាងម្ចាស់ក្រុមហ៊ុនហើយនិងអ្នកអនុវត្តច្បាប់ក្នុងរដ្ឋាភិបាលចាយើងចោទថាគេត្រូវរើគ្នាគេជួយជ្រោមជ្រែងគ្នាយ៉ាងម៉េចបាននៅពេលដែលខាងធនាគារជាតិក៏គេចេញសេចក្តីថ្លែងការណ៍គេថាគេមានវិធានការដែរដូចជាគេដកអាជ្ញាប័ណ្ណអីចឹងទៅហើយគេប្រាប់ថាប្រតិបត្តិការមួយចំនួននៅក្នុងការលាងលុយកខ្វក់គឺការប្រើប្រាស់រូបិយប័ណ្ណelectronic cryptocurrency អីហ្នឹងគឺគេមិនបានអនុញ្ញាតទេតាំងពីដើមមកវាខុសច្បាប់កម្ពុជារួចរាល់ទៅហើយដូច្នេះគេក៏ចេញសេចក្តីថ្លែងការណ៍មកហើយគេបានបិទអាជ្ញាប័ណ្ណអីចឹងទៅដូច្នេះតើយើងអាចចាត់ទុកថាចំណាត់ការរបស់ធនាគារជាតិកាន់តែបង្កើនការសង្ស័យថែមកម្រិតមួយទៀតរវាងក្រុមហ៊ុន Hui Wan Phe របស់អង្គការហ៊ុនតូជាមួយនឹងពួកមន្ត្រីរដ្ឋាភិបាលនិងធនាគារជាតិពីព្រោះអីពីព្រោះក្រុមហ៊ុន Hui Wan Phe នេះទី1រកស៊ីលាងលុយកខ្វក់រាប់ឆ្នាំមកហើយរដ្ឋាភិបាលនិងធនាគារជាតិនៅកម្ពុជាអត់មានចំណាត់ការអ្វីទាំងអស់រហូតទាល់តែ US Department រដ្ឋាភិបាលសហរដ្ឋអាមេរិករកឃើញអង្គការជំនាញអន្តរជាតិរកឃើញទើបនាំគ្នាផ្អើលទី2បន្ទាប់ពីផ្អើលហើយធនាគារជាតិខ្លួនឯងចាប់ផ្ដើមបិទអាជ្ញាប័ណ្ណដោយអ្នកស្រីជីវីលើកឡើងអំបញ្ញមិញហ្នឹងមែនក៏ប៉ុន្តែបិទអាជ្ញាប័ណ្ណជាង1ឆ្នាំទៅហើយនៅតែរកស៊ីលាងលុយកខ្វក់បានជាធម្មតានេះគឺជាការបង្កើតការសង្ស័យមួយណាបន្ទាប់ពីបិទអាជ្ញាប័ណ្ណរួចហើយចំណុចដែលគួរឲ្យសង្ស័យមួយទៀតគឺនៅត្រង់ថារដ្ឋាភិបាលធនាគារជាតិក្តីអាជ្ញាធរមានសមត្ថកិច្ចអត់បានចាត់វិធានការតាមផ្លូវច្បាប់ស៊ើបអង្កេតទៅលើអង្គការហ៊ុនតូហើយនិងអ្នកពាក់ព័ន្ធផ្សេងទៀតដែលជាប្រតិបត្តិការមេសំខាន់នោះទេនោះមានន័យថាដំណើរការចាត់ការរបស់ធនាគារជាតិក្តីរដ្ឋាភិបាលរបបភ្នំពេញក្រុមគ្រួសារហ៊ុនក្តីកាន់តែបង្កើនការសង្ស័យអំពីបទល្មើសថ្មីបន្ថែមទៀតតាក់ទងទៅនឹងអក្រិតកម្មនៃការលាងលុយកខ្វក់នៅក្នុងប្រទេសកម្ពុជាមិនត្រឹមតែជាអក្រិតកម្មលាងលុយកខ្វក់របស់អង្គការហ៊ុនតូឬក៏ក្រុមហ៊ុន Hui Wan Phe ហ្នឹងឯងមានន័យថាមានអក្រិតកម្មថែមទៀតនៃការខុបខិតគ្នារវាងស្ថាប័នរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនជាមួយនឹងក្រុមហ៊ុនហ្នឹងចា
តកតងនឹងការអូសបន្លាយនេះចាដោយលោកកឹមសុខបានលើកអញ្ចឹងថាគឺមានការបិទទ្វារបិទអាជ្ញាដកហូតអាជ្ញាប័ណ្ណហ្នឹងមួយឆ្នាំមកហើយអ្វីក៏នៅតែអាចប្រតិបត្តិការបានរហូតមកដល់ពេលនេះទើបលែងដំណើរការបន្តទៅទៀតបានយើងក៏មើលឃើញដែរមានក្រុមហ៊ុនរបស់លោកចិនស៊ីចាមាន Prince Group អីហ្នឹងក៏ឃើញថាមិនជាដាច់ទាំងស្រុងថាតើមានប្រតិបត្តិការឬក៏ចាត់វិធានការយ៉ាងម៉េចឲ្យច្បាស់លាស់ហ្នឹងគឺមិនបានឃើញទេហើយអ្វីដែលលោកកឹមសុខបានលើកនេះក៏ធ្វើឲ្យនេះខ្ញុំនឹកឃើញដែរទៅដល់ក្រុមហ៊ុនដែលរកស៊ីអត់ម្សៅនៅក្នុងកម្ពុជាយើងនឹងមានក្រុមហ៊ុនជាច្រើនដែលរបស់អង្គការដែលរកស៊ីដីធ្លីផ្ទះសម្បែងការវិនិយោគទុនអីផ្សេងហ្នឹងគឺបោកប្រាស់ប្រជាពលរដ្ឋដែរហើយមកដល់ពេលនេះដូចជាក្រុមហ៊ុនលេងចណាអីជាដើមហ្នឹងគឺនៅតែអ្នកដែលជាជនរងគ្រោះនៅតែតវ៉ានៅតែទាមទារថាពួកគាត់នៅតែមិនអាចទទួលបានសំណងពួកគាត់នៅតែជួបបញ្ហានៅក្នុងការដោះស្រាយតាមផ្លូវច្បាប់នៅមិនទាន់ចេញបានយុត្តិធម៌សម្រាប់ពួកគាត់នៅឡើយហើយក៏ធ្វើឲ្យនេះខ្ញុំនឹកឃើញផងដែរទៅដល់សម្ដីរបស់លោកហ៊ុនម៉ាណែតកាលដែលមានផ្ទុះរឿងគ្រូជោគជ័យរឿងក្រុមអង្គការនៅក្នុងស្រុកដែលបោកប្រាស់ប្រជាពលរដ្ឋជាពិសេសនោះគឺរឿងការដែលឲ្យពលរដ្ឋដាក់ទុនវិនិយោគហើយបានប្រាក់ចំណេញការប្រាក់នោះប៉ុន្តែក្រោយមកក៏ស្រាប់តែជារឿងបោកប្រាស់ជាក្រុមហ៊ុនបោកប្រាស់ទៅវិញហ្នឹងលោកហ៊ុនម៉ាណែតកាលនោះបានលើកឡើងថាគេប្រៀបធៀបអ្នករកស៊ីនឹងឲ្យទៅជាមេមាន់ហើយគេត្រូវការតែពងមាន់ទេដូច្នេះគេទុកមាន់ដើម្បីឲ្យពងដើម្បីបានចំណូលដូច្នេះប្រកាសជាដោយលោកកឹមសុខលើកឡើងអញ្ចឹងថាអាចនឹងមានជាប់ពាក់ព័ន្ធគ្នាហើយមិនចាត់វិធានការក៏ដោយសារតែមានផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកចាលោកកឹមសុខចំពោះរឿងរដ្ឋកម្មឆបោកតាមអនឡាញនេះដោយនេះខ្ញុំរៀបរាប់អញ្ចឹងថានៅក្រុមហ៊ុនក្នុងស្រុករដ្ឋាភិបាលអាចពង្រាយកន្តើយអាចពន្យាអាចមិនយកចិត្តទុកដាក់ទុកឲ្យប្រជាពលរដ្ឋរងគ្រោះចេញតវ៉ារៀងរាល់ថ្ងៃចុះនៅក្នុងករណីដែលរដ្ឋកម្មឆបោកតាមអនឡាញនេះគឺវាមានពាក់ព័ន្ធមិនមែនតែកម្ពុជាទេគឺពាសពេញពិភពលោកហ្នឹងតើកម្ពុជាអាចពង្រាយកន្តើយអញ្ចឹងបានទេឬក៏កម្ពុជាអាចនឹងជួបបញ្ហាអីខ្លះនៅក្នុងរឿងនេះចា៎រដ្ឋាភិបាលក្រុមគ្រួសារហ៊ុនរបបភ្នំពេញមិនអាចប្រងើយកន្តើយបានទេបើទោះបីជាប្រឹងប្រងើយកន្តើយឬប្រឹងការពារអក្រិតជនក៏មិនអាចទៅរួចដែរពីព្រោះចរន្តអន្តរជាតិធំពេកជប៉ុនកូរ៉េខាងត្បូងអង់គ្លេសអឺរ៉ុបសហរដ្ឋអាមេរិកកាណាដាសម្រុកខ្លាំងណាស់នៅក្នុងការកម្ចាត់អក្រិតកម្មឆ្លងដែននេះមួយវិញទៀតសាររបស់រដ្ឋាភិបាលអាមេរិកក៏ច្បាស់ដែរអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកប្រាប់កាសែតជប៉ុន Nikkei Asia ច្បាស់លើ4ចំណុចអំពីទំនាក់ទំនងជាមួយកម្ពុជាទី1និយាយឲ្យបានច្បាស់អំពីការអនុវត្តច្បាប់លើរឿងរ៉ាវពាណិជ្ជកម្មមិនអាចពាណិជ្ជកម្មលាងលុយកខ្វក់ដូចនៅប្រទេសកម្ពុជាសពថ្ងៃនេះទេទី2និយាយច្បាស់ណាស់គឺបំផ្លាញសម្បុកអក្រិតកម្មនៅប្រទេសកម្ពុជាឲ្យបាននេះគឺបើចង់មានកិច្ចសហប្រតិបត្តិការជាមួយនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិកទី3គេអត់ប្រើពាក្យថាស្ដារប្រជាធិបតេយ្យទេក៏ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកនិយាយច្បាស់ថាត្រូវដោះស្រាយអ្នកទោសមនសិការឬក៏អ្នកទោសដែលចោទប្រកាន់ពាក់ព័ន្ធទៅនឹងរឿងនយោបាយត្រូវដោះលែងពួកគេហើយទី4ត្រូវមានសេរីភាពសារព័ត៌មានហើយដូច្នេះហើយចំណុច4នេះរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកគេដឹងច្បាស់ថាវាទាល់តែដល់កម្រិត4ហ្នឹងទើបចុះពាក្យថាអក្រិតកម្មឆ្លងដែននេះណាបងប្អូនវាមិនមែនត្រឹមតែជាការឆបោកលុយពលរដ្ឋអាមេរិកពលរដ្ឋនៅក្រៅប្រទេសហ្នឹងទេយើងមើលរបាយការណ៍របស់ US Department រដ្ឋាភិបាលសហរដ្ឋអាមេរិករបាយការណ៍របស់អង្គការសហប្រជាជាតិរបាយការណ៍របស់អង្គការជំនាញអន្តរជាតិប្រឆាំងនឹងអក្រិតកម្មឆ្លងដែននិងការលាងលុយកខ្វក់ដូចជា Humanity Research Consultancy ជាដើមណាគេសរសេរច្បាស់ណាស់ថាវាមានបណ្ដាញតាំងពីពួកម៉ាហ្វៀនៅចិនពួកម៉ាហ្វៀនៅភូមាពួកម៉ាហ្វៀនៅប្រទេសផ្សេងទៀតសហការជាមួយអ្នកមានអំណាចនៅកម្ពុជាហើយពួកម៉ាហ្វៀទាំងអស់ហ្នឹងមិនមែនបង្កើតតែក្រុមហ៊ុនបោកប្រាស់លាងលុយពីក្រៅប្រទេសទេគឺបង្កើតក្រុមហ៊ុននៅក្នុងស្រុកហ្នឹងឯងក្រុមហ៊ុននៅក្នុងស្រុកហ្នឹងយើងឃើញ
មានក្រុមហ៊ុនបោកប្រាស់ជាច្រើនដោយអ្នកស្រី GV លើកឡើងអំបញ្ញមិញហើយចំណុចមួយទៀតដែលខ្ញុំសូមរំលឹកជូនបងប្អូនណាសូម្បីតែការលក់អត្តសញ្ញាណប័ណ្ណសំទោសលក់សញ្ជាតិខ្មែរហ្នឹងណាក៏ជាផ្នែកមួយនៃការលាងលុយកខ្វក់ក្នុងបណ្ដាញអ ுக ្រិតកម្មឆ្លងដែនដែរខ្ញុំភ្លេចទិន្នន័យទៅប៉ុន្តែក្នុងរបាយការណ៍របស់ Humanity Research Consultancy គេនិយាយថានៅប្រទេសភូមាហើយនៅប្រទេសកម្ពុជានោះគឺគេលក់សញ្ជាតិនោះរាប់ម៉ឺនឯណោះទៅឲ្យជនជាតិជាពិសេសចិនហើយដូច្នេះហើយអាបណ្ដាញអ ுக ្រិតកម្មឆ្លងដែនគឺជាបញ្ហាធំនៅក្នុងប្រទេសកម្ពុជាហើយมันអាចចេះតែរដ្ឋាភិបាលគ្រប់គ្រងប្រទេសបច្ចុប្បន្ននោះប្រងើយកន្តើយបានទេប្រសិនបើមិនកំចាត់តាមនយោបាយដែលចង់មានកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកក៏គេមិននៅស្ងៀមដែរហើយបណ្ដាញរបស់សហរដ្ឋអាមេរិកឥឡូវកាន់តែធំក្នុងរឿងកម្ចាត់អ ுக ្រិតកម្មឆ្លងដែនមួយវិញទៀតខ្ញុំចង់បញ្ជាក់ថាអ ுக ្រិតកម្មឆ្លងដែននេះណាវាគ្រោះថ្នាក់ដោយភេរវកម្មអញ្ចឹងពីមុនភេរវកម្មអាវុធណាប៉ុន្តែបណ្ដាញអ ுக ្រិតកម្មឆ្លងដែននេះត្រូវគេចាត់ទុកថាជាភេរវកម្មដ៏ទំនើបថ្មីមួយដែលគួរឲ្យខ្លាចពីព្រោះលុយច្រើនពេកគ្រាន់តែលួចលុយពីពលរដ្ឋអាមេរិកគេរកឃើញណាត្រឹមតែគេរកឃើញគេរកមិនទាន់ឃើញយើងគុំទាន់និយាយគេរកឃើញចេនស៊ី$15,000 លានទៅហើយយើងគិតមើលលុយ$15,000 លានអាចទៅបំផ្ទុះកំទេចប្រទេសតូចតាចណាមួយក៏បានដែរគេប្រើលុយហ្នឹងណាអញ្ចឹងហើយវាជាប្រព័ន្ធភេរវកម្មទំនើបមួយដែលគួរឲ្យខ្លាចបំផុតក្នុងសម័យបច្ចុប្បន្នដែលគេអាចនិយាយថាជាសង្គ្រាមភេរវកម្មមួយដែលគេប្រើលុយសម្ងាត់ប្រើលុយតាមរបៀបអ ுக ្រិតកម្មឆ្លងដែនចាដូច្នេះអ្វីដែលលោកកឹមសុខបានលើកឡើងនេះគឺมันអាចស្ងៀមបានទេនៅពេលដែលมันអាចស្ងៀមនឹងថាតើអាចបន្លែបន្លំបានទេអាចចាត់វិធានការគ្រាន់តែជាលេសជាខែលបានទេដោយគណៈក្នុងករណីដែលកើតមានបទល្មើសនានាក្រុមហ៊ុនឆោបោកនៅក្នុងស្រុកដែលប្រជាពលរដ្ឋនៅតែដង្ហើយហៅរយុទ្ធធម៌អសោះនោះប៉ុន្តែអាជ្ញាធរថាបានចាត់វិធានការហើយបានចាប់មនុស្សដែលជាប្រធានក្រុមហ៊ុនដាក់ពន្ធនាគារហើយអីហើយអញ្ចឹងប៉ុន្តែវាដូចជាគ្រាន់តែជាការបង្ហាញឲ្យឃើញមួយជ្រុងអញ្ចឹងតើអាចធ្វើអញ្ចឹងបានទេបន្លែបន្លំគេបានមិនអាចបន្លំបានទេមុនទេចាមិនអាចបន្លំបានទេពីព្រោះរបាយការណ៍គ្រប់របាយការណ៍ទាំងអស់ទាំងរបាយការណ៍ US Department រដ្ឋាភិបាលសហរដ្ឋអាមេរិកទាំងរបាយការណ៍របស់អង្គការជំនាញអន្តរជាតិធំចំណាត់ការដែលរដ្ឋាភិបាលរបស់ភ្នំពេញធ្វើតែទៅលើមនុស្សកំពេចកំប៉ុកអត់បានចាត់ការអ្នកពាក់ព័ន្ធធំអត់បានចាត់ការពួកអង្គការធំអត់បានចាត់ការលើមន្ត្រីរដ្ឋាភិបាលធំក៏អត់បានចាត់ការលើអ ுக ្រិតកម្មអ ுக ្រិតជនពីក្រៅប្រទេសដែលកំពុងតែមានឥទ្ធិពលនៅប្រទេសកម្ពុជារហូតទៅដល់គេនិយាយថាបច្ចុប្បន្នកម្ពុជាពួកអ ுக ្រិតកម្មបណ្ដាញអ ுக ្រិតកម្មឆ្លងដែនឬក៏អ ுக ្រិតជនឆ្លងដែនហ្នឹងត្រឹមតែមានឥទ្ធិពលទេប៉ុន្តែទៅថ្ងៃអនាគតពួកហ្នឹងគឺជាអ្នកដឹកនាំកម្ពុជាតែម្ដងហើយរដ្ឋាភិបាលបច្ចុប្បន្នប្រសិនបើនៅបន្តក្រុមគ្រួសារហ៊ុនហ្នឹងគ្រាន់តែជាអ្នកចាំធ្វើតាមពួកបណ្ដាញអ ுக ្រិតជនអន្តរជាតិតែប៉ុណ្ណោះដូច្នេះគេឃើញច្បាស់ថារឿងនេះមិនអាចបន្លំគេបានទេពីព្រោះរបាយការណ៍របស់គេស្រាវជ្រាវមានបែបផែនបែបបត់ត្រឹមត្រូវហើយមានសំអាងច្រើនណាមិនមែនមនុស្សកប៉ិកកប៉ុកអាចធ្វើបានទេបណ្ដាញស្រាវជ្រាវរបស់គេមានអង្គការជំនាញរាប់រយនៅក្នុង reference របស់គេចាចុះអាចអញ្ចេះបានដែរទេលោកកឹមសុខអាចមានវិធីអីផ្សេងទៀតទេឧទាហរណ៍ដូចថាពេលកន្លងមកនេះនៅពេលដែលសហគមន៍អន្តរជាតិមានទាំងអឺរ៉ុបមានទាំងសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសប្រជាធិបតេយ្យមួយចំនួនទៀតហ្នឹងជំរុញរដ្ឋាភិបាលកម្ពុជានឹងកែលម្អសិទ្ធិមនុស្សកែលម្អប្រជាធិបតេយ្យដើម្បីឲ្យខ្លួននឹងបានជំនួយពីបរទេសមកបន្តទៀតជាថវិកាសម្រាប់ថវិកាជាតិផងជាជំនួយសម្រាប់ប្រជាពលរដ្ឋដែលគាត់ត្រូវការជំនួយនឹងផងហើយនឹងជំនួយផ្នែកពាណិជ្ជកម្មដែលមានការបន្ធូរបន្ថយពន្ធអីជាដើមហ្នឹងគឺគេបានដាក់លក្ខខណ្ឌអញ្ចឹង
ប៉ុន្តែរដ្ឋាភិបាលកម្ពុជាជ្រើសរើសយកមិនអនុវត្តរឿងហ្នឹងទេគឺនៅតែបន្តចាប់ខ្លួនសកម្មជនបកប្រឆាំងដាក់ពន្ធនាគារបន្តបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋបិទមាត់ប្រជាពលរដ្ឋខ្លួនឯងហើយបន្តធ្វើរឿងរ៉ាវជាច្រើនទៀតដែលជាការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធដែលធ្វើឡើងដោយអាជ្ញាធររដ្ឋហ្នឹងគឺនៅតែបន្តធ្វើទេហើយបិទភ្នែកបញ្ជាក់ថាខ្លួនមិនត្រូវការជំនួយទាំងអស់នឹងទេដោយចោទថាជាជំនួយដែលមានការរំលោភបំពានទៅលើអធិបតេយ្យភាពកម្ពុជាជាដើមហើយក៏ជ្រើសរើសយកវិធីមួយបន្តការគ្រប់គ្រងបែបដោយបច្ចុប្បន្នហ្នឹងទៅហើយមិនត្រូវការជំនួយមិនត្រូវការអីទេពីខាងក្រៅហ្នឹងតើអាចមានវិធីណាដែលគេអាចកិច្ចទៅអញ្ចឹងគេធ្វើដូចឥឡូវនឹងបានដែរទេចា៎គេខិតខំប្រឹងប្រែងធ្វើបែបហ្នឹងគេព្យាយាមបដិសេធជំនួយស្របច្បាប់កិច្ចសហប្រតិបត្តិការក្នុងតម្លៃនៃការការពារសិទ្ធិមនុស្សប្រជាធិបតេយ្យគេកិច្ចពីរឿងទាំងអស់ហ្នឹងមែនតើទៅគេព្យាយាមកិច្ចហើយកិច្ចទៀតមិនអាចហ៊ានផ្សះផ្សាខ្ញុំមើលឃើញថាមកពីបណ្ដាញអ ுக ្រិតកម្មឆ្លងដែននៅប្រទេសកម្ពុជាវាដល់កម្រិតមួយដល់កម្រិតដែលជាស្ថាប័នមេឬក៏ជាអ្នកបញ្ជាលើប្រព័ន្ធរដ្ឋបាលដឹកនាំនៃអំណាចក្រុមគ្រួសារហ៊ុនទៅហើយមានន័យថាក្រុមគ្រួសារហ៊ុនរើលែងរួចពីបណ្ដាញអ ுக ្រិតកម្មឆ្លងដែនទៅហើយដូច្នេះហើយសម្រាប់ស្ថានភាពកម្ពុជាបច្ចុប្បន្នតាមខ្ញុំមើលចរន្តអន្តរជាតិគេព្យាយាមនិយាយអំពីប្រជាធិបតេយ្យគេព្យាយាមនិយាយអំពីសិទ្ធិមនុស្សគេព្យាយាមនិយាយអំពីសន្តិសុខក្នុងតំបន់ដើម្បីគេបញ្ជ្រាបចូលទៅក្នុងកិច្ចសហប្រតិបត្តិការណាមួយនៅប្រទេសកម្ពុជានៃដែលសំខាន់របស់គេក៏គេព្យាយាមក្នុងការកម្ចាត់ឲ្យបាននៅអ ுக ្រិតកម្មឆ្លងដែនគឺរកកិច្ចសហប្រតិបត្តិការដើម្បីគាស់រំលើងអ ுக ្រិតកម្មឆ្លងដែនពីព្រោះបញ្ហាអ ுக ្រិតកម្មឆ្លងដែននៅប្រទេសកម្ពុជាធ្ងន់ធ្ងរណាស់ធ្ងន់ធ្ងរជាងនៅប្រទេសភូមាទៅទៀតពីព្រោះនៅភូមាគេថ្លឹងមើលឃើញថាពួកមេអំណាចយោធានៅភូមានៅមានអំណាចលើពួកអ ுக ្រិតកម្មឆ្លងដែនទេប៉ុន្តែនៅកម្ពុជាមេដឹកនាំនៅកម្ពុជាបច្ចុប្បន្នអត់មានអំណាចលើអ ுக ្រិតកម្មឆ្លងដែនឡើយប៉ុន្តែអ្វីដែលយើងឃើញដូចយើងបានឃើញស្រាប់ហើយលោកហ៊ុនសែនក្តីលោកហ៊ុនម៉ាណែតក្តីរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនក្តីសុទ្ធតែคล้ายទៅជាអ្នកនាំពាក្យឬក៏ជាស្ថាប័នការពារអ ுக ្រិតកម្មឆ្លងដែនអត់ហ៊ានប៉ះទេចានៅពេលដែលមិនហ៊ានប៉ះបែបនេះតើអាចជ្រើសរើសមធ្យោបាយចង់បានពីលោកកឹមសុខបញ្ជាក់ឲ្យច្បាស់មកថាតើអាចយើងអាចមើលឃើញជាសេណារីយ៉ូយ៉ាងម៉េចសម្រាប់រដ្ឋាភិបាលកម្ពុជារដ្ឋាភិបាលរបស់លោកហ៊ុនម៉ាណែតដើម្បីគេចវេះពីរឿងហ្នឹងចា៎រដ្ឋាភិបាលលោកហ៊ុនម៉ាណែតគេចវេះអត់បានទេពីរឿងហ្នឹងពីព្រោះអីចំណុចទី1រដ្ឋាភិបាលនេះកើតឡើងពីគេហៅថាស្ពាននៃហិរញ្ញវត្ថុអ ுக ្រិតកម្មឆ្លងដែនកុំភ្លេចថានៅពេលដែលលើកលោកហ៊ុនម៉ាណែតឲ្យធ្វើជានាយករដ្ឋមន្ត្រីប្រទេសកម្ពុជាឆ្នាំ2023ដោយឪពុករបស់គាត់ហ្នឹងលោកហ៊ុនសែនបានរៀបបណ្ដាញអ ுக ្រិតកម្មឆ្លងដែនរួចទៅហើយដើម្បីយកលុយមកចិញ្ចឹមអំណាចក្រុមគ្រួសារហ៊ុនគឺចាប់ផ្ដើមនៅឆ្នាំ2014កន្លងមកជាបន្តបន្ទាប់គឺសុទ្ធតែជាសេដ្ឋកិច្ចនៃអាចគិតមិនឃើញល្បិចឬក៏កិច្ចកលឬក៏សន្តានរបស់មនុស្សអាក្រក់ទេជានេះបើសិនជាក្រុមមនុស្សអាក្រក់ជាអ ுக ្រិតជនផងប្រមូលផ្ដុំគ្នាប្រហែលជាអាចមានមធ្យោបាយកិច្ចវេះរឿងនេះដែលយើងមើលមិនឃើញដែលយើងជាមនុស្សល្អជាមនុស្សដែលស្មោះត្រង់នេះមើលមិនឃើញដូច្នេះតាមមើលទៅយើងនឹងតាមដានរឿងនេះទៀតថាតើនឹងមានការប្រែប្រួលមានវិធីមួយដែរអ្នកស្រីជីវីមានវិធីមួយដែរដែលអាចគេចវេះពីបញ្ហាហ្នឹងប៉ុន្តែមិនមែនពឹងលើលោកហ៊ុនម៉ាណែតទេមិនមែនពឹងលើលោកហ៊ុនសែនទេគឺពឹងលើគណៈបកប្រជាជនកម្ពុជាចេះភ្ញាក់រលឹកមានន័យថាក្នុងបណ្ដាញគណៈបកប្រជាជនកម្ពុជារដ្ឋាភិបាលក្រុមគ្រួសារហ៊ុននៃលោកហ៊ុនម៉ាណែតហ្នឹងចេះភ្ញាក់រលឹកទាញមកវិញនោះមានន័យថារៀបចំផ្ទៃក្នុងឡើងវិញអ្នកដែលមានឥទ្ធិពលអាច
ទុកអំណាចលោកហ៊ុនសែនលោកហ៊ុនម៉ាណែតឲ្យនៅមកកន្លែងឬក៏កាត់បន្ថយអំណាចហ៊ុនសែនហ៊ុនម៉ាណែតខ្លះសិនហើយរៀបចំរដ្ឋាភិបាលនឹងឡើងវិញរកការផ្សះផ្សាជាមួយនឹងអ្នកប្រជាធិបតេយ្យអានឹងអាចប៉ុន្តែប្រសិនបើបដ ாய் ឲ្យលោកហ៊ុនសែនលោកហ៊ុនម៉ាណែតនិងក្រុមគ្រួសារហ៊ុនអត់មានផ្លូវទេអត់មានផ្លូវក្នុងការកម្ចាត់អ ுக ្រិតកម្មឆ្លងដែនអត់មានផ្លូវបកក្រោយទេបើសិនជាទូគណៈបកប្រជាជនថាកប៉ាល់តែចុះកុំឲ្យខ្ញុំនិយាយថាទូកគេថាតូចពេកថាកប៉ាល់គណៈបកប្រជាជននៅតែបដ ாய் ឲ្យលោកហ៊ុនសែនលោកហ៊ុនម៉ាណែតដឹកនាំកប៉ាល់ហ្នឹងគឺវាទៅរហូតដល់អស់ប្រេងនៅលិចតែម្ដងទៅចប់ប៉ុន្តែប្រសិនបើឲ្យលោកហ៊ុនសែនលោកហ៊ុនម៉ាណែតនៅមួយកន្លែងសិនឲ្យគាត់ចេះស្ដាប់យោបល់អ្នកដទៃក្នុងផ្ទៃក្នុងគណៈបកប្រជាជនកម្ពុជារួចហើយបណ្ដាញផ្ទៃក្នុងហ្នឹងទាញមកវិញខ្លះអាហ្នឹងអាចរកការដោះស្រាយបញ្ហាអក្រិតកម្មឆ្លងដែននឹងបានពីព្រោះកាលណារកការផ្សះផ្សាជាមួយអ្នកប្រជាធិបតេយ្យរកកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកអឺរ៉ុបអង់គ្លេសអីជាដើមនោះអាចដោះស្រាយបញ្ហានឹងបានប៉ុន្តែប្រសិនបើបដោយដោយសពថ្ងៃដោះស្រាយអត់ចេញទេគឺលោកហ៊ុនសែនលោកហ៊ុនម៉ាណែតបើកកប៉ាល់គណៈបកប្រជាជនហ្នឹងទាល់តែជួបព្យុះលិចតែម្ដងចាលោកកំសុកតកតងទៅនឹងក្រុមហ៊ុន Huiwon Pay របស់លោកហ៊ុនតូចាលោកហ៊ុនតូគឺជាបងជីដូនមួយរបស់លោកហ៊ុនម៉ាណែតហើយយើងដឹងទាំងអស់គ្នាថាម្ដងពេលនេះក្រុមហ៊ុននេះមិនដំណើរការទេហើយអ្នកដែលជាអតិថិជនជាម្ចាស់បំណុលហ្នឹងគឺគាត់កំពុងតែជួបបញ្ហានៅក្នុងជីវភាពគឺពួកគាត់ដកលុយមិនបានដូច្នេះគាត់ត្រូវរកមធ្យោបាយធ្វើយ៉ាងម៉េចដើម្បីឲ្យពួកគាត់នឹងអាចមានលុយចាយវាយឬក៏មានដំណើរការជីវភាពនឹងទៅតាមធម្មតាដើម្បីរងចាំថាតើមានចំណាត់ការណាមួយឬក៏វិធានការណាមួយដែលខាងអាជ្ញាធរនឹងបញ្ជាក់ថាតើត្រូវដោះស្រាយយ៉ាងម៉េចចាធនាគារជាតិនៃកម្ពុជាចាបានលើកឡើងថាការដែលដកអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនHuiwon Pay របស់លោកហ៊ុនតូនេះគឺដើម្បីធានាសុវត្ថិភាពនៅក្នុងប្រព័ន្ធធនាគារនៅកម្ពុជាហើយតកតងទៅនឹងការផ្ទេរសាច់ប្រាក់ប្រតិបត្តិការសាច់ប្រាក់អីផ្សេងៗហ្នឹងគឺការដែលក្រុមហ៊ុន Huiwon Pay នោះមានសេវាកម្មឬក៏មានប្រតិបត្តិការរូបិយប័ណ្ណ crypto នោះគឺជាប្រតិបត្តិការដែលខុសច្បាប់ដែលអាចនឹងធ្វើឲ្យមានផលប៉ះពាល់ទៅដល់ប្រតិបត្តិការការងាររបស់បណ្ដាញធនាគារផ្សេងៗនៅក្នុងចង្កោមនៃធនាគារជាតិនៃកម្ពុជានឹងហើយមួយវិញទៀតហ្នឹងធនាគារជាតិនៃកម្ពុជាបញ្ជាក់ថាធនាគារជាតិនឹងស្នើឲ្យម្ចាស់បំណុលនោះមានន័យថាគឺជាអតិថិជនជាសាធារណជនដែលអះអាងថាខ្លួននឹងកំពុងតែពាក់ព័ន្ធជាមួយនឹងគ្រឹះស្ថានទូទាត់សេវាសាច់ប្រាក់ Huiwon Pay ហ្នឹងឲ្យទៅកាន់ធនាគារជាតិនៃកម្ពុជានោះដើម្បីគាត់រកដំណោះស្រាយហើយថាតើគេអាចនឹងធ្វើបានអ្វីខ្លះនៅក្នុងរឿងនេះធនាគារជាតិនៅកម្ពុជាមិនបានបញ្ជាក់ថាតើនឹងធ្វើអ្វីពិតប្រាកដទេប៉ុន្តែគេឲ្យយកអត្តសញ្ញាណប័ណ្ណឲ្យយកឯកសារអីដែលបញ្ជាក់ថាខ្លួនឯងនឹងមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន Huiwon Pay ដែលជាម្ចាស់បំណុលឬក៏ជាអ្នកដែលមានលុយមានប្រាក់នៅក្នុងធនាគារនឹងដើម្បីទៅជួបធនាគារជាតិនៃកម្ពុជាប៉ុន្តែមិនការធ្វើបែបហ្នឹងមានដំណោះស្រាយយ៉ាងណាទេចាការធ្វើបែបហ្នឹងជាលេសទេពីព្រោះអីពីព្រោះទិន្នន័យរបស់អតិថិជនមានអស់ហើយធនាគារនោះដូច្នេះវាគ្រាន់តែថាឲ្យអតិថិជនយកអត្តសញ្ញាណប័ណ្ណយកប័ណ្ណបើកបរឬអីចឹងណាជាការសម្គាល់អតិថិជនហ្នឹងទៅធនាគារឬទៅអាជ្ញាធរវាគ្រាន់តែជាលេសទេលេសពន្យាពេលម្ដងហើយម្ដងទៀតដដែលហើយដដែលទៀតប៉ុន្តែការបង្កកនេះណាប្រសិនតែអត់មានលក្ខខណ្ឌច្បាស់លាស់ដើម្បីបញ្ជាក់ទៅអតិថិជនទេការបង្កកនេះគឺសម្រាប់ការពៀនលុយរបស់អង្គការហ៊ុនតូប៉ុណ្ណោះមានន័យថាប្រមូលលុយឬក៏បង្កកលុយនឹងទុកឲ្យអង្គការហ៊ុនតូឬទុកឲ្យក្រុមគ្រួសារហ៊ុនដែលជាម្ចាស់ក្រុមហ៊ុននឹងតែម្ដងអត់បានចាយទៅអតិថិជនទេហើយអតិថិជនចេះតែនាំគ្នាយកអត្តសញ្ញាណប័ណ្ណទៅអាជ្ញាធរទៅធនាគារជាតិទៅអីចឹងទៅចេះតែទៅរាប់ខែចឹងទៅអត់មានដំណោះស្រាយទេអញ្ចឹងដំណោះស្រាយដែលល្អទី1វាទាល់តែរដ្ឋាភិបាលដែលកំពុងដឹកនាំប្រទេសហ្នឹងណាបើកឲ្យអតិថិជនប្រើសេវាហ្នឹងក្នុងរយៈពេល1កុំឲ្យផ្ដាច់ភ្លាមប្រើក្នុងរយៈពេល1ដែលគាត់អាចដោះស្រាយជីវភាពរបស់គាត់បានហើយ
ប្រព័ន្ធធនាគារហួយវ៉ាន់ផេហ្នឹងណាត្រូវគ្រប់គ្រងដោយធនាគារជាតិទៅគ្រប់គ្រងដំណើរការហ្នឹងដើម្បីកុំឲ្យប្រតិបត្តិការដែលជាម្ចាស់ក្រុមហ៊ុនហ្នឹងដកលុយឬក៏យកលុយទៅធ្វើអក្រិតកម្មផ្សេងទៀតធ្វើបែបហ្នឹងបានមិនប៉ះពាល់អតិថិជនទី2បន្ទាប់ពីប្រាប់អតិថិជនថាអាចប្រើសេវាក្នុងរយៈពេលឧទាហរណ៍1ខែឬក៏2ខែឬក៏3ខែដើម្បីកុំឲ្យប៉ះពាល់អតិថិជនណាខ្ញុំមិនដឹងថាប្រហែលខែទេតើតែសួរអតិថិជនហើយដូច្នេះហើយក្រុមហ៊ុននេះអាចបង្កកក្នុងបរិមាណមួយចំនួនធំអីចឹងទៅហើយបង្កកហ្នឹងជូនដំណឹងទៅអតិថិជនឲ្យច្បាស់ថាបង្កកដើម្បីដោះស្រាយបញ្ហាជូនអតិថិជនដដែលអតិថិជនដែលរងគ្រោះខាតបង់អីហ្នឹងដោះស្រាយជូនពួកគាត់ដោយយុត្តិធម៌តាមដំណើរការច្បាប់ធ្វើអញ្ចឹងទើបមិនប៉ះពាល់អតិថិជននិងមានទំនុកចិត្តសម្រាប់អតិថិជនប៉ុន្តែបើគ្រាន់តែបង្កកលុយហើយអតិថិជនយកអត្តសញ្ញាណប័ណ្ណទៅបង្ហាញរាប់ខែអ្នកខ្លះក្រុមហ៊ុនខ្លះបង្ហាញរាប់ឆ្នាំមិនដឹងមានដំណោះស្រាយផងហ្នឹងក្រុមហ៊ុនលេងចន្ទនាក្រុមហ៊ុនផ្សេងទៀតបោកប្រាស់បង្ហាញអត្តសញ្ញាណប័ណ្ណ2-3 ឆ្នាំហើយមិនទាន់មានដំណោះស្រាយអញ្ចឹងវាទៅជាដំណើរហ្នឹងគ្រាន់តែបង្កកលុយយកលុយហ្នឹងទៅឲ្យលោកហ៊ុនតូដដែលយកលុយហ្នឹងទៅឲ្យក្រុមគ្រួសារហ៊ុនដដែលអតិថិជនស្កកហើយត្រូវគេបោកប្រាស់មួយជាន់ទៀតណាអាហ្នឹងគេបង្កកលុយយកបោកប្រាស់អតិថិជនមួយជាន់ទៀតចានេះគឺជាការអះអាងរបស់លោកកឹមសុខចាប៉ុន្តែចំពោះធនាគារជាតិវិញចាគឺគេអះអាងថាចាគេទុករយៈពេលឲ្យអតិថិជនរបស់ធនាគាររបស់ក្រុមហ៊ុន Hui One Pay ហ្នឹងគឺខ្ទង់ជា10ថ្ងៃទេគឺចាប់ពីថ្ងៃទី8រហូតដល់ថ្ងៃទី19ខែធ្នូចាគឺអាចទៅបង្ហាញខ្លួនយកឯកសារអីពាក់ព័ន្ធថាខ្លួនឯងហ្នឹងមានប្រាក់បញ្ញើឬក៏មានពាក់ព័ន្ធរឿងរ៉ាវផ្សេងជាមួយនឹងក្រុមហ៊ុន Hui One Pay នេះចាលោកកឹមសុខចំពោះសេចក្តីរាយការណ៍របស់លោកជុនច័ន្ទបុតមុននេះយើងបានឮពីខាងអ្នកស្រីមូសុខហួរបានជំរុញឲ្យអតិថិជនដែលជាសាធារណជនជាអ្នកដែលប្រើប្រាស់សេវារបស់ក្រុមហ៊ុន Hui One Pay ហ្នឹងឬក៏ក្រុមហ៊ុនផ្សេងទៀតជាធនាគារដែលប្រតិបត្តិការពាក់ព័ន្ធនឹងបទល្មើសឧក្រិដ្ឋកម្មឆបោកតាមអនឡាញហ្នឹងឲ្យទៅប្តឹងទៅក្រៅប្រទេសចាក្នុងនោះគាត់បានលើកឡើងថាទៅរដ្ឋាភិបាលសហរដ្ឋអាមេរិកទៅរដ្ឋាភិបាលនៃចក្រភពអង់គ្លេសជាពិសេសទាំងពីរហ្នឹងដើម្បីឲ្យគេអាចទូទាត់ប្រាក់មកពួកគាត់វិញតើអាចធ្វើចឹងកើតទេចាជាផ្លូវមួយដែរប៉ុន្តែបើនិយាយអំពីការទូទាត់ប្រាក់វាដូចជាការពិបាកបន្តិចប៉ុន្តែជាវិធីដោះស្រាយមួយដែរគឺដំណោះស្រាយក្នុងការជួយជំរុញកម្ចាត់ការលាងលុយកខ្វក់ជាអន្តរជាតិហើយសម្រាប់អតិថិជននៅប្រទេសកម្ពុជាយើងទំនងជាគាត់មានការលំបាកបន្តិចខ្ញុំគិតថាអញ្ចឹងប៉ុន្តែប្រសិនបើគាត់អាចចូលរួមបាននៅក្នុងប្រព័ន្ធហ្នឹងពិតជាល្អមែនទែនរួមចំណែកក្នុងការកម្ចាត់ការលាងលុយកខ្វក់ជាអន្តរជាតិតែចំណុចដែលមានប្រសិទ្ធភាពបំផុតនៅប្រទេសកម្ពុជាបច្ចុប្បន្នគឺចេញតវ៉ាពីព្រោះនេះវាស្ថិតនៅក្រោមចំណាត់ការរបស់រដ្ឋាភិបាលរបបក្រុងភ្នំពេញម្ល៉េះហើយអតិថិជនមានតែចេញតវ៉ានាំគ្នាតវ៉ាទាំងអស់គ្នាទៅរដ្ឋាភិបាលឲ្យបង្ហាញជំហរឲ្យច្បាស់នៅក្នុងការដោះស្រាយជូនពួកគាត់ទុកពេលប្រមាណឲ្យពួកគាត់ដកលុយតើពួកគាត់ដកលុយរបៀបណាហើយប៉ះពាល់ទេទៅដល់លុយរបស់ពួកគាត់ប្រសិនបើរដ្ឋាភិបាលត្រូវបង្កកចំណែកណាបង្កកយកទៅធ្វើអីទុកសម្រាប់នរណាទុកសម្រាប់លោកហ៊ុនតូទុកសម្រាប់ក្រុមគ្រួសារហ៊ុនឬក៏ទុកសម្រាប់ដោះស្រាយជូនអតិថិជនក្នុងករណីចាំបាច់ណាផ្សេងដូច្នេះរឿងនេះវាទាល់តែមានការតវ៉ារបស់ប្រជាពលរដ្ឋនៅខាងក្នុងតែម្ដងជាមួយនឹងអាជ្ញាធររដ្ឋទើបអាចមានដំណោះស្រាយច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាជាក់ស្ដែងខ្ញុំនិយាយអំពីបញ្ហាជាក់ស្ដែងដែលត្រូវដោះស្រាយជាមួយនឹងក្រុមហ៊ុន Hui One Pay និងអតិថិជនក្រុមហ៊ុន Hui One Pay ទេប៉ុន្តែការដែលបញ្ជូនព័ត៌មានទៅរដ្ឋាភិបាលអង់គ្លេសទៅរដ្ឋាភិបាលអាមេរិកវាជាផ្នែកដ៏ធំមួយដែលខ្ញុំគិតថាគួរចូលរួមមែនឬក៏ត្រូវចូលរួមមែននៅក្នុងប្រព័ន្ធកម្ចាត់អក្រិតកម្មឆ្លងដែនជាអន្តរជាតិនិងការលាងលុយកខ្វក់ជាអន្តរជាតិចាតកតងទៅនឹងផលប៉ះពាល់ពីបទល្មើសដែលជាអក្រិតកម្មឆបោកតាមអនឡាញអំពើលាងលុយកខ្វក់ចាការធ្វើទារុណកម្មមនុស្ស
ដែលមិនមែនតែពលរដ្ឋកម្ពុជាទេគឺមនុស្សពីបណ្ដាប្រទេសផ្សេងដែលមកធ្វើការនៅកម្ពុជានឹងការបង្ខាំងមនុស្សដោយខុសច្បាប់ហើយការជំរិតប្រាក់ពីបណ្ដាមនុស្សនៅពេញពិភពលោកនឹងគឺបានធ្វើឲ្យប៉ះពាល់មុខមាត់កម្ពុជាខ្លាំងណាស់នៅក្នុងរយៈពេលប្រហែលឆ្នាំចុងក្រោយនេះហើយវិស័យទេសចរកម្ពុជានឹងក៏មិនអាចងើបមុខឡើងវិញបានចាប់តាំងពីមានវិបត្តិជំងឺ Covid-19 មករហូតមកដល់ពេលនេះហើយមានករណីបទល្មើសអនឡាញនេះទៀតក៏កម្ពុជានឹងកំពុងតែរងផលប៉ះពាល់ខ្លាំងទៅលើផ្នែកទេសចរនេះចាចំពោះនាយករដ្ឋមន្ត្រីលោកហ៊ុនម៉ាណែតចាបានលើកឡើងថាកម្ពុជានឹងជំរុញចាប្រើគ្រប់មធ្យោបាយទាំងអស់ដើម្បីជំរុញវិស័យទេសចរនឹងឲ្យល្អប្រសើរឡើងវិញហើយក្នុងនឹងរដ្ឋាភិបាលរបស់លោកហ៊ុនម៉ាណែតក៏គ្រោងនឹងដាក់ឲ្យមានការអនុវត្តសាកល្បងចាការផ្ដល់វីសាដោយមិនគិតប្រាក់ទៅឲ្យប្រជាជនចិនដែលចង់មកធ្វើទេសចរនៅកម្ពុជាផងចាតើធ្វើយ៉ាងម៉េចតើមធ្យោបាយដែលលោកហ៊ុនម៉ាណែតថាអាចនឹងធ្វើគ្រប់មធ្យោបាយនឹងហើយនឹងការផ្ដល់ទិដ្ឋាការដោយមិនបង់ប្រាក់សម្រាប់ជនជាតិចិននឹងអាចជួយទៅដល់វិស័យទេសចរដែរទេនៅពេលដែលនៅតែពង្រើយកន្តើយអំពីរឿងរដ្ឋកម្មឆបោកតាមអនឡាញនេះចាលោកកឹមសុខ free visa ដល់ជនជាតិចិនទៅទេសចរនៅប្រទេសកម្ពុជាខ្ញុំគិតថាកាន់តែជាន់ពន្លិចវិស័យទេសចរនៅកម្ពុជាខ្ញុំនិយាយបែបនេះមិនមែនរើសអើងជនជាតិចិនទេណាអត់ទេខ្ញុំក៏ធ្លាប់សិក្សានៅប្រទេសចិនដែរនិយាយបែបនេះមិនមែនលំអៀងទៅប្រចាំប្រទេសទេអត់ទេប៉ុន្តែខ្ញុំនិយាយនេះគឺតាក់ទងទៅនឹងសន្តិសុខកាលណានិយាយពីទេសចរត្រូវនិយាយពីសន្តិសុខហើយយើងនិយាយថាចុះជនជាតិចិនទៅប្រទេសកម្ពុជាសន្តិសុខរឿងអីកុំភ្លេចរបាយការណ៍របស់អ្នកជំនាញអង្គការជំនាញប្រឆាំងនឹងអក្រិតកម្មឆ្លងដែនប្រឆាំងនឹងការលាងលុយកខ្វក់ជាអន្តរជាតិនិយាយច្បាស់ណាស់ថាបញ្ហាអក្រិតកម្មឆ្លងដែនវាមិនមែនត្រឹមតែជារឿងទៅលួចលុយពីប្រទេសផ្សេងពីពលរដ្ឋនៃប្រទេសផ្សេងនៅជុំវិញពិភពលោកទេក៏មានទាំងការលុកសញ្ជាតិឲ្យជនបរទេសដែរក្នុងនោះភាគច្រើនបំផុតគឺជនជាតិចិនហើយឥឡូវឧទាហរណ៍មិនឧទាហរណ៍ទេឥឡូវចេញគម្រោងមកផ្ដល់ visa free visa អត់គិតថ្លៃដល់ជនជាតិចិនអញ្ចឹងហើយពួកអក្រិតជនជាតិចិនហ្នឹងកាន់តែងាយថែមទៀតងាយនៅក្នុងការចូលប្រទេសកម្ពុជាចូលដល់កម្ពុជាសញ្ជាតិខ្មែរត្រឹម$10,000គេអាចទិញបានហើយ$10,000សម្រាប់ពួកអក្រិតជនឆ្លងដែនគឺមិនមែនជារឿងធំសម្រាប់គេទេហើយមួយវិញទៀតពួកអក្រិតជនឆ្លងដែននេះគេមាន passport ច្រើនណាស់ម្នាក់ passport ច្រើនណាស់ពីចិនមក passport អ្នកខ្លះ10 20អីអញ្ចឹងគេចូលមកប្រទេសកម្ពុជាបានយ៉ាងងាយ passport មួយបិទឈ្មោះមួយបិទមានឈ្មោះផ្សេងទៀតពេលដែលគេបាន visa free គេចូលមកគេក៏អាចទិញសញ្ជាតិបានយ៉ាងងាយហើយនឹងបង្កើនសកម្មភាពនៅក្នុងប្រទេសកម្ពុជាតាមអ្វីដែលគេចង់ធ្វើផែនការរបស់ពួកគេដូច្នេះរឿងដែលសំខាន់ត្រង់ណារឿងដែលសំខាន់មិនមែនរឿងអើងជនជាតិចិនទេរឿងដែលសំខាន់គឺព្រួយបារម្ភអំពីសន្តិសុខក្នុងរឿងអក្រិតកម្មឆ្លងដែនអក្រិតកម្មឆ្លងដែននេះកាលណារីកកាន់តែធំគឺទេសចรงើបមិនរួចទេអានឹងចំណុចទី1ដែលខ្ញុំគិតថាវាមិនមែនជាផលល្អសម្រាប់វិស័យទេសចរនៅប្រទេសកម្ពុជាឡើយទី2ចង់ពង្រីកវិស័យទេសចរវាទាល់តែសេវាកម្មល្អសេវាកម្មនៅប្រទេសកម្ពុជាល្អយ៉ាងម៉េចបើអំពើពុករលួយហើយនឹងបពុនិយមវាកាន់តែធំម្ល៉េះហើយបើទោះបីជាលោកហ៊ុនម៉ាណែតខំប្រឹងផ្ដល់ visa free ឲ្យជនជាតិចិនក៏មិនអាចទៅរួចដែរតាមខ្ញុំមើលណាហើយវារឹតតែបង្កបញ្ហាថែមទៀតទៅវិញពីព្រោះក្នុងពេលបច្ចុប្បន្នអ្វីដែលគេសង្ស័យគឺអក្រិតជនជាតិចិនដែលជាប់ពាក់ព័ន្ធនឹងបណ្ដាញអក្រិតកម្មឆ្លងដែនហើយបែរទៅជាផ្ដល់ visa free ឲ្យជនជាតិចិនយើងមិនជំទាស់នឹងជនជាតិចិនទូទៅទេប៉ុន្តែក្នុងនោះអក្រិតជនជាតិចិននឹងចូលប្រទេសកម្ពុជាបានយ៉ាងងាយហើយខ្ញុំសូមបញ្ជាក់មួយទៀតថាពួកអក្រិតជនគេមានលុយច្រើនណាលុយរាប់រយរាប់ពាន់លានដុល្លារពេលហ្នឹងបណ្ដាញរបស់គេឈ្មោះផ្សេងមនុស្សផ្សេងអញ្ចឹងឈ្មោះកមនុស្សខអីចឹងទៅស្រាប់តែគេមាន visa free អញ្ចឹងគេអាចបដូរមនុស្ស
បដូរមនុស្សទៅអ្នកផ្សេងទៀតមាន visa free ចូលស្រុកខ្មែរ free ចាយលុយតែ 100000 បានសញ្ជាតិធ្វើសកម្មភាពអុកឡុកនៅប្រទេសកម្ពុជាបានយ៉ាងងាយដូច្នេះទេសចរងើបអត់រួចទេ ចាអ្វីដែលលោកកឹមសុខបានលើកឡើងនេះហាក់ដូចជាស៊ីគ្នាដែរចាទៅនឹងប្រសាសន៍របស់អ្នកស្រីជូប៊ុនអេងចាអ្នកស្រីជូប៊ុនអេងគឺជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធនឹងអំពើជួញដូរមនុស្សចាអ្នកស្រីជូប៊ុនអេងបានប្រាប់អ្នកសារព័ត៌មានទូរទស្សន៍អាស៊ីសេរីចាកាលពីថ្ងៃម្សិលមិញថាករណីបោសសម្អាតអំពើជួញដូរមនុស្សឬក៏ការប្រព្រឹត្តអ ក្រិតកម្មនានាចាដែលមិនមែនជាអ ក្រិតកម្មដែលកើតឡើងតែចេញតែពីប្រជាពលរដ្ឋខ្មែរណាកើតឡើងដោយជនបរទេសដែលមកពីតាមបណ្ដាប្រទេសផ្សេងហើយមកជ្រកក្រោមស្លាកមុខរបររស៊ីអីផ្សេងនៅកម្ពុជានោះប៉ុន្តែជាអ ក្រិតជនឆបោកតាមអនឡាញអំពើជួញដូរមនុស្សអីផ្សេងហ្នឹងគឺថាវាមិនមែនជារឿងងាយស្រួលទេដែលលោកស្រីបានលើកឡើងហ្នឹងគឺថាដោយសារតែអ្នកដែលចូលមកជាអ ក្រិតជនហ្នឹងគឺមកក្រោមរូបភាពបន្លំជាអ្នកទេសចរនឹងឯងគឺចូលមកជាអ្នកទេសចរទេពីដំបូងប៉ុន្តែក្រោយមកក៏បានចងក្រងជាបណ្ដាញចូលទៅក្នុងបណ្ដាញចូលទៅក្នុងប្រព័ន្ធនៃក្រុមអ្នកឆបោក ពីរយ៉ាងធំអ្នកស្រីជីវីពីរយ៉ាងមនុស្សពីរយ៉ាងធំទី1មកតាមរយៈទេសចរទី2មករកការងារធ្វើ ចាហើយដូច្នេះអ្វីដែលលោកកឹមសុខបានលើកឡើងនេះចាយើងសង្ឃឹមថាអាជ្ញាធរនឹងទទួលយកបានខ្លះហើយនឹងមានរឿងពីរអ្នកស្រីជីវីមានរឿងពីរនៅក្នុងពេលបច្ចុប្បន្នដែលរដ្ឋាភិបាលត្រូវបង្ហាញប្រសិនបើចង់បានទេសចរណាបង្ហាញចំណាត់ការតាមផ្លូវច្បាប់ឧទាហរណ៍ទី1 Gen Z ខ្ញុំសូមបញ្ជាក់ម្ដងទៀតថារឿងដែលគេបារម្ភបំផុតគឺអសន្តិសុខសុវត្ថិភាពហើយរឿងអ ក្រិតកម្មឆ្លងដែននេះគឺជារឿងបង្កអសន្តិសុខសម្បើមអសន្តិសុខហិរញ្ញវត្ថុអសន្តិសុខពាណិជ្ជកម្មអសន្តិសុខផ្ទាល់ខ្លួនអសន្តិសុខទាំងអស់ហ្នឹងមិនអាចឲ្យភ្ញៀវទេសចរចូលប្រទេសកម្ពុជាបានងាយនោះទេគេមិនអាចសម្រេចចិត្តចូលទេដូច្នេះប្រសិនបើរដ្ឋាភិបាលក្រុងគ្រួសារហ៊ុនណចង់តាក់ទាញភ្ញៀវទេសចរធ្វើរឿងពីរនៅក្នុងរឿងអ ក្រិតកម្មទី1លោក Gen Z នៅណាចាប់ Gen Z ឬអត់ឬការពារ Gen Z បើនៅតែការពារ Gen Z បានន័យថានៅតែការពារបណ្ដាញអ ក្រិតកម្មឆ្លងដែនទី2ឥឡូវហ្នឹងគាត់ខ្លួនលោកអញ្ញាហ៊ុនតូឬក៏អត់ខ្ញុំមិននិយាយរឿងចាប់ដាក់គុកទេប៉ុន្តែគាត់ខ្លួនទៅឲ្យគាត់នៅវិឡារបស់គាត់ទៅមានការឃ្លាំមើលរបស់ប៉ូលីសទៅហើយធ្វើការស៊ើបអង្កេតមកពីព្រោះបណ្ដាញក្រុមហ៊ុនអ ក្រិតកម្មឆ្លងដែនហ្នឹងលុយច្រើនណាស់ខ្ញុំសូមបញ្ជាក់ម្ដងទៀតលុយរាប់ពាន់លានដុល្លារគេធ្វើអីក៏បានដែរគេបង្កអសន្តិសុខបែបណាក៏បានដែរម្ល៉េះហើយគ្រាន់តែលើបណ្ដាញអ ក្រិតកម្មឆ្លងដែនពោពាសនៅប្រទេសកម្ពុជាណាពួកអ្នកទេសចរនៅអឺរ៉ុបនៅប្រចាំប្រទេសគេយល់ច្បាស់ពីអ ក្រិតកម្មឆ្លងដែនហ្នឹងគេមិនទៅទេគេអត់ទៅឡើយហើយជនជាតិចិនខ្ញុំនិយាយបញ្ជាក់ម្ដងទៀតផ្ដល់ visa free ឲ្យជនជាតិចិនកុំគិតថាការដែលផ្ដល់ visa free ឲ្យជនជាតិចិននេះពិតជាអាចទាក់ទាញភ្ញៀវទេសចរបានប្រសើរពីព្រោះអីរដ្ឋាភិបាលចិនមិនប្រកាសមែនអត់ដែលប្រកាសថាជនជាតិចិនហ្នឹងកុំទៅលេងនៅស្រុកខ្មែរទេប៉ុន្តែតាមខ្ញុំដឹងព័ត៌មានរដ្ឋាភិបាលចិនទុកមុខមាត់ឲ្យរដ្ឋាភិបាលក្រុងគ្រួសារហ៊ុនដោយមិនប្រកាសដោយផ្ទាល់ប៉ុន្តែគេធ្វើការតាមរយៈប៉ូលីសចិនតាមរយៈនគរបាលចិនតាមរយៈសមត្ថកិច្ចចិនហាមពលរដ្ឋគេដោយផ្ទាល់តាមបណ្ដាញនឹងតែម្ដងមិនឲ្យទៅប្រទេសកម្ពុជាដូច្នេះការខិតខំប្រឹងប្រែងរបស់លោកហ៊ុនម៉ាណែតដែលគ្រាន់តែចង់បានចំនួនជនជាតិចិនទៅប្រទេសកម្ពុជាថតរូបថាជាការកើនវិស័យទេសចរនោះខ្ញុំថាចំនួនក៏ពិបាកកើនតិចតួចមែនក៏ប៉ុន្តែគុណភាពនៃការប្រមូលផលពីវិស័យទេសចរក៏ទៅមិនរួចដែរចាអរគុណច្រើនលោកកឹមសុខចាដែលបានផ្ដល់សម្ភារយ៉ាងក្បោះក្បាយតាក់ទងទៅនឹងព្រឹត្តិការណ៍តាក់ទងការបង្ក្រាបក្រិតជនឆបោកតាមអនឡាញនៅក្នុងរយៈពេល1អាទិត្យកន្លងមកនេះហើយយើងនឹងតាមដានរឿងនេះទៀតហើយយើងនឹងខ្ញុំសូមថែមមួយម៉ាត់ពីរទៀតបានអ្នកស្រីជីវីខ្ញុំសូមថែមដល់មួយម៉ាត់ពីរទៀតឧទាហរណ៍ក្រុមហ៊ុនគួយវ៉ាន់ផេរបស់អង្គការហ៊ុនតូគ្រាន់តែចេញកាឡាមកគឺធ្វើឲ្យគេដឹងភ្លាមថាកម្ពុជាក្រោមការដឹកនាំរបស់ក្រុមគ្រួសារហ៊ុនអត់មានសន្តិសុខទេនៅត្រង់ណាហួយវ៉ាន់ផេត្រូវដកអាជ្ញាប័ណ្ណជាង1ឆ្នាំហើយរំលាយចោលទៅទៀតរួចហើយឥឡូវមានបញ្ហាហួយវ៉ាន់ផេដដែលបែរទៅជាត្រឹមតែដូរឈ្មោះពីហួយវ៉ាន់ផេទៅ H Pay បានន័យថា
ជាបណ្ដាញអក្រិតកម្មទៅហើយលៀងលួយកខ្វក់ទៅហើយដូរឈ្មោះឲ្យរកស៊ីដដែលនោះមានន័យថាម៉េចមានន័យថាប្រតិបត្តិការសំខាន់ដែលលៀងលួយកខ្វក់នៅដដែលប្រព័ន្ធលៀងលួយកខ្វក់នៅដដែលដូរតែឈ្មោះអញ្ចឹងមានន័យថាអង្គើអក្រិតកម្មនៅដដែលអង្គើអក្រិតកម្មនៅដដែលអសន្តិសុខសង្គមក៏មាននៅតែដដែលដែរហើយខ្ញុំឧទាហរណ៍ចុងក្រោយមួយចុះថាដូចជារដ្ឋាភិបាលក្រមគ្រួសារហ៊ុនអញ្ចឹងណាគ្រាន់តែដូរពីហ៊ុនសែនទៅហ៊ុនម៉ាណែតប៉ុន្តែប្រព័ន្ធនៃការសម្លាប់ប្រជាធិបតេយ្យនៅដដែលការមិនគោរពសិទ្ធិមនុស្សនៅដដែលបំផ្លាញសង្គមស៊ីវិលនៅដដែលប្រព័ន្ធបិទសារព័ត៌មានឯករាជ្យនៅដដែលអញ្ចឹងប្រព័ន្ធវានៅដដែលអត់មានអីដោះស្រាយចេញទេបានន័យថាវានៅតែប្រព័ន្ធអក្រិតកម្មដដែលដូច្នេះអសន្តិសុខក៏វានៅតែដដែលនឹងរីកធំជាងមុនទៅទៀតពីព្រោះប្រព័ន្ធនោះវានៅតែដដែលហើយកាន់តែមានភាពសកម្មនៅក្នុងការប្រព្រឹត្តអក្រិតកម្មអរគុណច្រើនចាអរគុណច្រើនលោកកឹមសុខហើយមែនតើទៅមកដល់ពេលនេះចាក្រុមហ៊ុន Hui One Pay របស់លោកហ៊ុនតូនេះចាយើងមិនទាន់មានការឆ្លើយតបយ៉ាងណាពីលោកហ៊ុនតូទេថាតើការចោទប្រកាន់ថាពាក់ព័ន្ធនៅក្រិតកម្មឆបោកតាមអនឡាញអីនឹងរឿងរ៉ាវជួញដូរមនុស្សអំពើចាប់ចម្រិតអីអស់នេះតើជាប់ពាក់ព័ន្ធយ៉ាងណាខ្លះនោះចាគឺយើងមិនទាន់បានដឹងច្បាស់ថាយ៉ាងណានៅឡើយទេហើយខាងអ្នកឃ្លាំមើលសង្គមនឹងក៏បានជំរុញដែរថាដោយលោកកឹមសុខលើកឡើងអញ្ចឹងគឺថាសូមឲ្យមានការស៊ើបអង្កេតឲ្យបានជាក់លាក់មកថាតើរឿងនឹងខ្មៅយ៉ាងម៉េចសយ៉ាងម៉េចឲ្យបានដឹងច្បាស់មកគឺដើម្បីឲ្យពលរដ្ឋបានអស់ចិត្តជាពិសេសអ្នកដែលរងគ្រោះនឹងឲ្យគាត់បានដឹងថាតើរឿងរ៉ាវយ៉ាងណាខ្លះអ្នកដែលបានប្រព្រឹត្តពិតជាបានទទួលនៅទុកទោសទៅតាមអ្វីដែលខ្លួនបានប្រព្រឹត្តខុសច្បាប់នឹងហើយពួកគាត់ក៏អស់ចិត្តដែរចាសម្រាប់ពេលនេះចានេះខ្ញុំសូមអរគុណច្រើនលោកកឹមសុខចាដែលបានផ្ដល់សម្ភារហើយយើងនឹងតាមដានរឿងនេះចាជំរាបលាលោកត្រឹមប៉ុណ្ណេះចាបាទជំរាបលាបាទលោកអ្នកនាងកញ្ញាជាទីមេត្រីជាមួយនឹងការចាប់ផ្ដើមផ្សាយទូរទស្សន៍អាស៊ីសេរីនេះយើងខ្ញុំក៏សូមអរគុណចំពោះភក្ដីភាពនិងការជឿជាក់របស់លោកអ្នកនាងលើសារព័ត៌មានឯករាជ្យសម្រាប់ប្រជាជនកម្ពុជាយើងនឹងរួមដំណើរជាមួយគ្នាក្នុងបេសកកម្មផ្ដល់និងទទួលព័ត៌មានពិតបាទសូមអញ្ជើញលោកអ្នកនាងកញ្ញាចូលទៅចុច follow នៅលើ Facebook ដែលមានអាសយដ្ឋាន www.facebook.com/tfa ខ្មែរនិង Subscribe លើ YouTube ដែលមានអាសយដ្ឋាន www.youtube.com/tfa ខ្មែរបាទសូមអរគុណចាលោកអ្នកនាងជាទីមេត្រីយើងងាកមកព័ត៌មានតកតងនឹងប្រជាពលរដ្ឋចាដែលគាត់ជាអ្នករងគ្រោះចាចាញ់បោកក្រុមហ៊ុន Brilliant City របស់អង្គញាលេងចនាវិញម្ដងចាប់ប្រជាពលរដ្ឋរងគ្រោះដែលចាញ់បោកក្រុមហ៊ុននេះចាប់ព្រមានតវ៉ាទ្រង់ទ្រាយធំប្រសិនបើនៅតែបន្តគ្មានដំណោះស្រាយហើយទាមទារឲ្យលោកហ៊ុនម៉ាណែតត្រូវតែចេញមុខទទួលខុសត្រូវនៅក្នុងរឿងនេះចាមេធាវីរដ្ឋាភិបាលបដិសេធពីការពាក់ព័ន្ធរបស់លោកហ៊ុនម៉ាណែតនៅក្នុងរឿងនេះប៉ុន្តែសង្គមស៊ីវិលថាលោកហ៊ុនម៉ាណែតក្នុងនាមជានាយករដ្ឋមន្ត្រីត្រូវតែរកយុត្តិធម៌ជូនពលរដ្ឋរងគ្រោះចាបើលោកចង់គេចផុតពីការចោទប្រកាន់ទាំងឡាយនោះចាសូមអញ្ជើញលោកនាងមកទស្សនាសេចក្តីរាយការណ៍របស់អ្នកស្រីខាន់លក្ខណៈដូចតទៅលុយមែនតើហ្នឹងមិនមែនលុយសែនណានិយាយស៊ីណានេះណែសំណុំរឿងរកស៊ីឆបបោកប្រាក់ពលរដ្ឋរាប់រយលានដុល្លាររបស់ក្រុមហ៊ុន Brilliant City ដែលពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់គណៈបកប្រជាជនកម្ពុជារហូតដល់លោកហ៊ុនម៉ាណែតនោះរយៈពេលជាង2ឆ្នាំហើយពុំទាន់មានច្រកចេញអ្វីទាំងអស់ហើយពលរដ្ឋរងគ្រោះនៅតែដង្ហើយរកដំណោះស្រាយនៅឡើយប្រជាពលរដ្ឋចាញ់បោកក្រុមហ៊ុន Brilliant City លើកឡើងថាក្រុមបកពួកមេខ្យល់ក្រុមហ៊ុននេះនឹងមានទាំងមន្ត្រីអាជ្ញាធរផងតែងតែលើកយកឈ្មោះលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតទៅគំរាមចាប់ពលរដ្ឋរងគ្រោះដាក់គុកពេលពួកគាត់នាំគ្នាចេញតវ៉ាទាមទារដំណោះស្រាយលោកហ៊ុនម៉ាណែតគាត់បានបង្កើតក្រុមនឹងឡើងដើម្បីឲ្យប្រមូលលុយប្រជាពលរដ្ឋដើម្បីនៅពេលហ្នឹងគាត់អត់ទាន់បានជាឡើងជានាយករដ្ឋមន្ត្រីអីច្បាស់លាស់ទេអញ្ចឹងគាត់យកលុយទាំងអស់ហ្នឹងគាត់យកទៅបង្កើតឲ្យគាត់បានឡើងទៅជារដ្ឋមន្ត្រីដល់សពថ្ងៃហ្នឹងបើសម្ដីខ្ញុំនិយាយហើយជាប់គុកក៏ជាប់តែខ្ញុំអត់ខ្លាចទេព្រោះអី
ម្ដាយខ្ញុំក៏បានបាត់បង់ជីវិតដោយសារតែក្រុមហ៊ុននឹងដោយសារតែក្រុមបកពួកគាត់នឹង ទោះប្រឈមនឹងការគំរាមកំហែងយ៉ាងណាក៏ដោយលោកស្រីអំពាវនាវឲ្យពលរដ្ឋរងគ្រោះត្រូវស្រោះស្រួលគ្នាចេញតវ៉ាពីព្រោះសប្តាហ៍ថ្ងៃនេះអ្នកចាញ់បោកក្រុមហ៊ុនអ្នកស្រីលេងចាណារស់ពិបាកជាងស្លាប់ទៅទៀតដោយសារបន្ទុកបំណុលវ័នកគ្រប់ក្រុមគ្រួសារលោកស្រីថាការនាំគ្នាចេញតវ៉ាគឺជាសេចក្តីសង្ឃឹមតែមួយគត់ដែលអាចបានដំណោះស្រាយខ្លះ ថ្នាក់ដឹកនាំប្រទេសគាត់ថាគាត់បានដឹងស្ថានភាពពួកយើងច្បាស់ណាស់ ពលករនៅប្រទេសកូរ៉េខាងត្បូងដែលចាញ់បោកក្រុមហ៊ុន Brilliant City របស់អ្នកស្រីលេងចាណាដែរប្រាប់ទូរទស្សន៍អាស៊ីសេរីថាជនរងគ្រោះទាំងក្នុងនិងក្រៅប្រទេសនៅតែមានស្មារតីទាមទារយុត្តិធម៌មិនទម្លាក់ចោលឡើយ បើសិនជាអូបន្លាយទៅមុខទៀតអាចនឹងបងប្អូនយើងនាំគ្នាតវ៉ាទ្រង់ទ្រាយធំព្រោះអីពួកគាត់កំពុងតែប្រមូលផ្ដុំគ្នាព្រោះថាគាត់គិតថាបើយើងនៅតែបន្តស្ងាត់បែបនេះទៀតវាអត់មានដំណោះស្រាយអីទេមានតែចេញតវ៉ាចេញរោគការអន្តរាគមន៍បន្ថែមទៀត មេធាវីរាជរដ្ឋាភិបាល ទោះជាយ៉ាងណាទេសរដ្ឋមន្ត្រីនិងជាប្រធានក្រុមមេធាវីរបស់រដ្ឋាភិបាលគឺលោកគីតិចដែលលោកហ៊ុនសែនចាត់ឲ្យការពីក្តីប្រជាពលរដ្ឋរងគ្រោះប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី3ខែធ្នូដោយបដិសេធការពាក់ព័ន្ធរបស់លោកហ៊ុនម៉ាណែតក្នុងសំណុំរឿងឆោបបោករបស់អ្នកស្រីលេងចាណា ពាក់ព័ន្ធរឿងហ្នឹងខ្ញុំឆ្លើយខ្លីតាមពិតខ្ញុំអត់ទម្លាប់ឆ្លើយទេក៏ប៉ុន្តែបើនិយាយការពាក់ព័ន្ធរបស់សម្ដេចនាយករដ្ឋមន្ត្រីជាមួយក្រុមហ៊ុនហ្នឹងគឺអត់មានទេនេះជាការប្រឌិតទាំងស្រុងហ្មង និយាយមិនគឺយើងជាដៃគូរបស់រាជរដ្ឋាភិបាលយើងចុះមកនេះគឺចុះមកក្នុងរូបភាពត្រឹមត្រូវទាំងអស់ ពលករនៅប្រទេសកូរ៉េខាងត្បូងនិយាយថានៅមុនការផ្ទុះវិវាទក្រុមហ៊ុន Brilliant City ត្រូវលោកហ៊ុនម៉ាណែតនិងបកពួកប្រើប្រាស់ជាទីតាំងធ្វើការងារគណៈបកប្រជាជនកម្ពុជាផងនិងធ្វើជាកន្លែងរកស៊ីផងរហូតដល់ការធ្វើទីផ្សាររបស់ក្រុមហ៊ុននេះក៏ប្រើរូបភាពគណៈបកកាន់អំណាចតែម្ដងលោកថាអ្នករងគ្រោះគ្រប់គ្នាចាញ់បោករូបភាពទីផ្សារដែលមានវត្តមានលោកហ៊ុនម៉ាណែតការភ្ជាប់គណៈបកប្រជាជនកម្ពុជាជាមួយក្រុមហ៊ុននិងការធានាអះអាងរបស់មន្ត្រីជាន់ខ្ពស់គណៈបកនេះគឺមិនមែនទុកចិត្តអ្នកស្រីលេងចាណានោះទេ បញ្ចូលបកនៅសៀមរាបឆ្នាំ2023ចេះនេះ23ខែ9ថ្ងៃ3ចេះនេះខ្ញុំភ្លេចដែរគឺកាលហ្នឹងគឺវត្តមានរបស់សម្ដេចហ៊ុនម៉ាណែតគឺគាត់ទៅជាអធិបតីក្នុងកម្មវិធីបញ្ចូលបកនៅទីតាំងដីឡូរបស់ក្រុមហ៊ុន Brilliant City នឹងតែម្ដងហើយអ្នកបុគ្គលិកក្រុមហ៊ុនហ្នឹងក៏ចូលសមាជិកបកប្រជាជនកម្ពុជារាប់រយអ្នកដែរនោះហ្នឹង ពលរដ្ឋរងគ្រោះនៅខេត្តកំពង់ចាមប្រាប់ទូរទស្សន៍អាស៊ីសេរីថាតុលាការខេត្តសៀមរាបធ្វើមិនដឹងមិនឮពេលពួកគាត់ទៅសួរអំពីដំណោះស្រាយលោកថាតុលាការបង្ហាញអរិយាប័ត្រមិនខ្វល់ពីព្រោះករណីឆបោកនេះមានជាប់ពាក់ព័ន្ធនឹងអ្នកមានអំណាចនិងគណៈបកប្រជាជនកម្ពុជា យើងឥឡូវហ្នឹងអត់មានអីទេមានតែមួយគត់គឺបងប្រាំ សំណុំរឿងរ៉ាស៊ីឆបោកដ៏ធំរបស់ក្រុមហ៊ុន Brilliant City រយៈពេលជាង2ឆ្នាំមកនេះតុលាការបានចាប់ឃុំខ្លួននាយិកាក្រុមហ៊ុនអ្នកស្រីលេងចាណានិងបកពួកប្រមាណ10នាក់ដាក់ក្នុងពន្ធនាគារបន្ថែមពីនេះកាលពីខែសីហាកន្លងទៅអង្គភាពប្រឆាំងអំពើពុករលួយសម្រាប់ព្យួរតំណែងអនុប្រធានអង្គភាពរបស់ខ្លួននិងមានតួនាទីជារដ្ឋលេខាធិការក្រសួងអប់រំគឺលោកសៀនបូរ៉ាត់ព្រមទាំងព្យួរតំណែងអនុរដ្ឋលេខាធិការក្រសួងការពារជាតិឧត្តមសេនីយ៍សថាវីដោយសារជាប់ពាក់ព័ន្ធករណីឆបោកលុយរាប់រយលានដុល្លារជាមួយអ្នកស្រីលេងចាណាដែរ ចុះខ្ញុំនេះនៅពេលដែលគេបោះទុនមករាប់រយលានហើយតើខ្ញុំមិនអាចបវល់យកទៅឲ្យគ្រប់គ្នាបានទេឬក៏យ៉ាងម៉េច ប្រជាពលរដ្ឋជាង 12,000 នាក់ទាំងក្នុងប្រទេសនិងទាំងពលករនៅក្រៅប្រទេសចាញ់បោកក្រុមហ៊ុននេះអស់ប្រាក់ជាង300លានដុល្លារអ្នកស្រីលេងចាណាកាលនៅមានសេរីភាពធ្លាប់បាននិយាយថាការចាត់ការណាមួយលើក្រុមហ៊ុន Brilliant City របស់អ្នកស្រីស្មើនឹងប៉ះពាល់លោកហ៊ុនម៉ាណែតរហូតដល់អ្នកស្រីហ៊ានប្រកាសប្រាប់សមាជិកក្រុមហ៊ុនថា Brilliant City គឺជាក្រុមហ៊ុនរបស់លោកហ៊ុនម៉ាណែតខ្ញុំខណ្ឌលក្ខណាទូរទស្សន៍អាស៊ីសេរី ក្រុមហ៊ុនហ្នឹងហើយសម្ដេចបវរថាបតីហ៊ុនម៉ាណែតហ្នឹងគាត់មានប្រសាសន៍ថាក្រុមហ៊ុននេះល្អបងប្អូនទោះបីជាមិនក្រុមហ៊ុនគាត់តែក្រុមហ៊ុននេះអាស៊ីសេរី
ចាលោកអ្នកនាងកញ្ញាជាទីមេត្រីចាព័ត៌មានជាបន្តទៅទៀតនេះចាតកតងទៅនឹងប្រជាពលរដ្ឋចានៅឯខេត្តកំពង់ឆ្នាំងឯណោះចានៅក្នុងនោះប្រជាពលរដ្ឋគាត់បានលើកឡើងពីការដែលមានការបង្ហូរសារធាតុគីមីចូលទៅក្នុងទឹកស្ទឹងនៅក្នុងខេត្តកំពង់ឆ្នាំងហើយក្នុងនោះអ្នកបរិស្ថានលើកឡើងថាអាជ្ញាធរពាក់ព័ន្ធត្រូវតែចាត់វិធានការផ្លូវច្បាប់ឲ្យបានតឹងរ៉ឹងទៅលើក្រុមហ៊ុនដែលបានបង្ហូរសារធាតុគីមីដែលធ្វើឲ្យប៉ះពាល់ទៅដល់សត្វចិញ្ចឹមរបស់ពលរដ្ឋនិងជីវៈចម្រុះនៅក្នុងស្រុកទឹកផុសខេត្តកំពង់ឆ្នាំងចាការលើកឡើងនេះធ្វើឡើងបន្ទាប់ពីក្រសួងបរិស្ថានបានរកឃើញថាក្រុមហ៊ុនមួយឈ្មោះថា Cambodian Sunyi Mineral បានបង្ហូរសារធាតុគីមីចូលទៅក្នុងទឹកអូរឫស្សីដែលជាអូរធម្មជាតិដែលបានធ្វើឲ្យសត្វគោរបស់ពលរដ្ឋនិងជីវៈចម្រុះគ្រប់ប្រភេទបានងាប់ជាច្រើនក្បាលចាលោកហ៊ុំចម្រើនមានសេចក្តីរាយការណ៍អំពីរឿងនេះអ្នកធ្វើការវិស័យបរិស្ថានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធត្រូវតែអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងទៅលើក្រុមហ៊ុនឈ្មោះ Cambodian Sunyi Mineral ដែលកំពុងរុករករ៉ែលោហៈបង្កផលប៉ះពាល់ជីវៈចម្រុះនិងសត្វគោពលរដ្ឋងាប់ជាច្រើនក្បាលនៅក្នុងភូមិសាស្ត្រក្នុងស្រុកទឹកផុសខេត្តកំពង់ឆ្នាំងអ្នកស្រាវជ្រាវនិងអ្នកខ្លំមើលធនធានធម្មជាតិនៅកម្ពុជាលោកសេងសុកហេងប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី5ខែធ្នូថាអាជ្ញាធរពាក់ព័ន្ធត្រូវតែចាត់វិធានការឲ្យបានតឹងរ៉ឹងទៅលើក្រុមហ៊ុនឯកជនណាដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋនិងបរិស្ថានឬអាចដកហូតអាជ្ញាប័ណ្ណឈានទៅបិទក្រុមហ៊ុនមិនឲ្យធ្វើអាជីវកម្មបន្តទៀតដើម្បីកុំឲ្យមានទង្វើបែបនេះកើតឡើងទៅថ្ងៃខាងមុខលោកបន្ថែមថាក្រសួងពាក់ព័ន្ធត្រូវតែចុះពិនិត្យទៅលើក្រុមហ៊ុនទូទាំងប្រទេសដែលទទួលបានសិទ្ធិធ្វើអាជីវកម្មរ៉ែដើម្បីជៀសវាងក្រុមហ៊ុនទាំងនោះបង្កផលប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋកំពុងរស់នៅជុំវិញតំបន់នោះចឹងមានតែដូចខ្ញុំនិយាយខាងលើអីគឺថាបើគួរធ្វើការត្រួតពិនិត្យជាប្រចាំហើយបាំងមើងម៉ាត់រាល់ក្រុមហ៊ុនដែលធ្វើអាជីវកម្មតែទាំងរ៉ែទាំងអីក្តីការក្រុមហ៊ុនឧស្សាហកម្មណាផ្សេងៗក្តីគួរតែធ្វើការពិនិត្យពិច័យឲ្យបានតឹងរ៉ឹងបានហ្មត់ចត់ទៅនឹងការរក្សាទុកឬការគ្រប់គ្រងនិងកាកសំណល់សារធាតុគីមីរបស់ខ្លួនក្រសួងបរិស្ថានបានអះអាងលើគេហទំព័រ Facebook នៅថ្ងៃទី5ខែធ្នូថាមន្ត្រីជំនាញបានចុះពិនិត្យទីតាំងរុករករ៉ែលោហៈរបស់ក្រុមហ៊ុន Cambodian Sunyi Mineral ស្ថិតនៅក្នុងឃុំខ្លងពកឃុំជៀបឃុំអភិវឌ្ឍនិងឃុំតាំងក្រសាំងស្រុកទឹកផុសខេត្តកំពង់ឆ្នាំងក្រសួងសង្ស័យថាក្រុមហ៊ុនមួយនេះបានបង្ហូរសារធាតុពុលចូលអូរឫស្សីដែលជាអូរធម្មជាតិនិងជាប់ទៅស្ទឹងជៀបស្ថិតនៅខាងកើតនៃទីតាំងក្រុមហ៊ុនបង្កឲ្យត្រីក្នុងអូរធម្មជាតិនិងសត្វគោរបស់ប្រជាពលរដ្ឋងាប់ជាច្រើនក្បាលក្រសួងបរិស្ថានព្រមាននឹងចាត់វិធានការច្បាប់តឹងរ៉ឹងទៅលើក្រុមហ៊ុនរោងចក្រសហគ្រាសដែលបង្កឲ្យមានការបំពុលបរិស្ថានប៉ះពាល់ដល់ជីវៈចម្រុះចំណែកប្រធានប្រតិបត្តិនៃសមាគមបណ្ដាញយុវជនកម្ពុជាលោកម៉ៅច័ន្ទរាលើកឡើងថាមន្ត្រីពាក់ព័ន្ធគួរតែយកច្បាប់ស្ដីពីក្រមបរិស្ថានយកទៅអនុវត្តទៅលើក្រុមហ៊ុនបង្កហេតុឲ្យបានតឹងរ៉ឹងនិងអ្នកដែលជាប់ពាក់ព័ន្ធបណ្តែតបណ្ដោយឲ្យមានបញ្ហានេះកើតឡើងហើយខ្ញុំសង្ឃឹមនឹងមុតមមថាក្រុមហ៊ុនឯងក៏នឹងពិចារណាបន្ថែមពីការរឹតបន្តឹងច្បាប់ជាពិសេសគឺឲ្យការយកក្រមបរិស្ថាននិងធនធានធម្មជាតិមកអនុវត្តឲ្យបានឲ្យតឹងរ៉ឹងបំផុតទៅលើករណីនេះមិនមែនជាករណីទី1នោះទេដែលក្រុមហ៊ុនឯកជនទទួលបានសិទ្ធិរុករករ៉ែនិងធ្វើអាជីវកម្មបង្កផលប៉ះពាល់មានការរំលោភសិទ្ធិមនុស្សរំលោភយកដីធ្លីដីព្រៃការពារបង្ខំឲ្យប្រជាពលរដ្ឋលក់ដីស្រែចម្ការនិងធ្វើឲ្យប៉ះពាល់បរិស្ថាននៅជុំវិញតំបន់ដែលពលរដ្ឋកំពុងរស់នៅសព្វថ្ងៃដូចជាខេត្តព្រះវិហាររតនគិរីក្រចេះនិងខេត្តមណ្ឌលគិរីជាដើមខ្ញុំបាទហ៊ុំចម្រើនទូរទស្សន៍អាស៊ីសេរីពីរដ្ឋធានី Washington ចលនានាងកញ្ញាជាទីមេត្រីចានាងខ្ញុំមានសេចក្តីរាយការណ៍មួយទៀតចារបស់លោកថាថៃចាដែលជាបទវិភាគរបស់លោកថាថៃតាក់ទងទៅនឹងមន្ត្រីវៀតណាមមកកម្ពុជាចាថ្មីនេះមុនដំណើរទស្សនកិច្ចមកកម្ពុជាអតីតមន្ត្រីការបរទេសនិងជាអតីតរដ្ឋមន្ត្រីការបរទេសនិងជាឧបនាយករដ្ឋមន្ត្រីវៀតណាមលោកប៊ុយថាញ់សឺនបានថ្លែងជាសាធារណៈថាលោកនឹងយកទុកលំបាករបស់ជនជាតិវៀតណាមនៅកម្ពុជាទៅជជែកជាមួយនឹងថ្នាក់ដឹកនាំខ្មែរនៅក្នុងសន្និសីទសហប្រតិបត្តិការខេត្តតាមព្រំដែនកម្ពុជាវៀតណាមហើយសម្រាប់មនុស្សធម្មតានៅពេលដែលស្ដាប់ទៅហាក់ដូចជាសារនយោបាយប្រជាធិបតេយ្យធម្មតារ
របស់មេដឹកនាំរដ្ឋមួយចាដែលគេបង្ហាញពីការខ្វល់ខ្វាយរបស់គេចំពោះពលរដ្ឋគេដែលរស់នៅឯក្រៅប្រទេសប៉ុន្តែនៅក្នុងភ្នែកមហាជនខ្មែរជាពិសេសគឺនៅក្នុងក្រោមក្រសែភ្នែករបស់ខ្មែរក្រោមឯនោះវិញចាវាមិនមែនជារឿងធម្មតាទេប៉ុន្តែវាគឺជាសារនយោបាយដែលបង្ហាញពីអំណាចរបស់ប្រទេសវៀតណាមមកលើកម្ពុជាចាលោកថាថៃមានបទវិភាគអំពីរឿងនេះជូនលោកអ្នកនាងដូចតទៅស្ទើរតែរាល់ដងពេលដែលមានជំនួបរវាងថ្នាក់ដឹកនាំវៀតណាមនិងកម្ពុជាភាគីវៀតណាមតែងលើកយកបញ្ហាជនជាតិវៀតណាមរស់នៅកម្ពុជាឡើងមកនិយាយមុនគេសំណើវៀតណាមសូមឲ្យកម្ពុជាយកចិត្តទុកដាក់មើលថែឬសម្រួលឲ្យពួកគេរស់នៅសុខស្រួលសឹងคล้ายជាមេសុទ្ធរដ្ឋមត់របស់មន្ត្រីវៀតណាមទៅហើយខាងកម្ពុជាវិញតែងឆ្លើយតបថាកម្ពុជាដំណើរការទៅតាមច្បាប់ផ្ទៃក្នុងគ្រប់គ្រងជនបរទេសរបស់ខ្លួនសំណួរមួយដែលមហាជនខ្មែរមានចម្ងល់នោះគឺថាហេតុអ្វីបានជាវៀតណាមនៅតែលើកយកបញ្ហានេះទៅជជែកម្ដងហើយម្ដងទៀតជាមួយភាគីកម្ពុជាហើយសំខាន់ជាងនេះទៅទៀតនោះពលរដ្ឋឆ្ងល់ថាហេតុអ្វីបានជាខាងកម្ពុជាមិនយកបញ្ហារបស់ខ្មែរក្រមទៅដាក់លើតុជជែកជាមួយវៀតណាមដូចគ្នានេះអាចឆ្លុះបញ្ចាំងពីភាពមិនស្មើមុខស្មើមាត់រវាងកម្ពុជានិងវៀតណាមផងឬអាចថារដ្ឋាភិបាលកម្ពុជាមិនសូវអើពើនឹងសុខទុក្ខរបស់ខ្មែរក្រមតែម្ដងការលើកឡើងរបស់លោកប៊ួយថាញ់សឿនពេលនេះមិនមែនកើតឡើងក្នុងស្ថានភាពមួយដែលគួរមើលរំលងនោះទេគឺវាកើតឡើងពេលដែលប្រសង់និងពលរដ្ឋខ្មែរក្រមមួយចំនួនកំពុងរងការគៀបសង្កត់ការបង្ក្រាបសិទ្ធិសេរីភាពការចាប់ខ្លួនពីអាជ្ញាធរវៀតណាមករណីបំបែកវត្តខ្មែរករណីបង្ខំផ្លាស់ប្តូរអត្តសញ្ញាណវប្បធម៌និងគម្រាមកំហែងលើសកម្មជនដែលតស៊ូទាមទារសិទ្ធិជាជនជាតិដើមម្ចាស់ស្រុកបើនិយាយឲ្យងាយស្ដាប់វៀតណាមខ្វាយខ្វល់ណាស់ពីជនជាតិវៀតណាមរស់នៅកម្ពុជាតែក្នុងពេលជាមួយគ្នានេះវៀតណាមក៏កំពុងបន្តធ្វើទុកបុកម្នេញដល់ខ្មែរក្រោមដែលរស់នៅលើដែនដីកំណើតរបស់ខ្លួនអ្វីដែលគួរឲ្យសង្វេគបន្ថែមទៀតនោះគឺការស្ងាត់ស្ងៀមរបស់រដ្ឋាភិបាលកម្ពុជាគេមិនសូវឃើញកម្ពុជាចេញសេចក្តីថ្លែងការណ៍ជាសាធារណៈឬបង្ហាញជំហរច្បាស់លាស់អំពីបញ្ហារបស់ខ្មែរក្រោមឡើយទោះបីមានរបាយការណ៍និងភស្តុតាងជាច្រើនពីអង្គការអន្តរជាតិនិងពីសហគមន៍ខ្មែរក្រោមពីការធ្វើទុកបុកម្នេញពីសំណាក់វៀតណាមទៅលើខ្មែរកម្ពុជាក្រោមក៏ដោយចំណុចនេះហើយដែលធ្វើឲ្យមហាជនខ្លះនិយាយចំថារដ្ឋាភិបាលខ្មែរខ្លាចវៀតណាមមួយចំនួនទៀតវិញគេមើលឃើញថារដ្ឋាភិបាលកំពុងការពារផលប្រយោជន៍វៀតណាមច្រើនជាងការពារខ្មែរក្រោមនិងអត្ថប្រយោជន៍ជាតិផ្ទាល់ខ្លួនយើងក៏មិនអាចមើលរំលងទូនាទីសមាគមខ្មែរវៀតណាមនៅកម្ពុជាដែរសមាគមនេះត្រូវបានចុះបញ្ជីផ្លូវការរួមមានសាខានៅគ្រប់រាជធានីខេត្តនិងអះអាងថាមានបេសកកម្មផ្ដល់ការគាំទ្រផ្នែកស្មារតីនិងសម្ភារៈដល់ជនជាតិវៀតណាមនិងខ្មែរដើមកំណើតវៀតណាមពួកគេក៏រៀបចំបណ្ដុះបណ្ដាលភាសាវៀតណាមដល់កូនចៅក្នុងសហគមន៍ផងដែរលើកក្រដាស់វាហាក់ដូចជាការងារសប្បុរសធម៌ប៉ុន្តែបើមើលពីទស្សនវិស័យនយោបាយវាហាក់ដូចជាបណ្ដាញអំណាចមួយដែលរដ្ឋវៀតណាមប្រើដើម្បីផ្សារភ្ជាប់សហគមន៍វៀតណាមនៅកម្ពុជាទៅនឹងឥទ្ធិពលរបស់រដ្ឋាភិបាលវៀតណាមអ្នកវិភាគជាច្រើនភ្ជាប់សកម្មភាពនេះទៅនឹងយុទ្ធសាស្ត្រមួយរបស់វៀតណាមគឺរះទៅមុនរត់ទៅពីក្រោយដែលមានន័យថាជនជាតិវៀតណាមចេញទៅតាំងទីលំនៅនៅបរទេសមុនរួចរដ្ឋាភិបាលចេញមុខទៅគាំពៀពីក្រោយអ្វីដែលគួរឲ្យគិតពិចារណាទៀតនោះគឺភាពខុសគ្នារវាងជនជាតិវៀតណាមនៅកម្ពុជានិងខ្មែរក្រោមនៅដែនដីកម្ពុជាក្រោមនៅកម្ពុជាជនជាតិវៀតណាមមានសមាគមផ្លូវការក្នុងការធ្វើជាតំណាងនិងការពារផលប្រយោជន៍ខ្លួនតែទឹកដីកម្ពុជាក្រោមវិញខ្មែរក្រោមមិនអាចបង្កើតសមាគមស្របច្បាប់ដើម្បីការពារអត្ថប្រយោជន៍ជាតិនិងវប្បធម៌របស់ខ្លួនបានឡើយនិយាយឲ្យចំគឺជនជាតិវៀតណាមនៅកម្ពុជាមានរដ្ឋខ្លួនឯងឈរនៅពីក្រោយឯខ្មែរក្រោមវិញរស់នៅឯកាគ្មានទីពឹងមួយវិញទៀតវៀតណាមហាក់នៅតែចាត់ទុកខ្លួនឯងថាជាបងធំរបស់កម្ពុជានិងជាអ្នកដែលមានគុណចំពោះគណៈបកប្រជាជនកម្ពុជាចាប់តាំងពីថ្ងៃទី7មករា1979មកទោះបីសពថ្ងៃកម្ពុជាហាក់ជិតស្និទ្ធនឹងមិត្តចិនកាន់តែច្រើនក៏ដោយក៏ថ្នាក់ដឹកនាំកម្ពុជាមិនសូវហ៊ានចេញប្រតិកម្មរឹងមាំចំពោះវៀតណាមឡើយជាពិសេសពេលបញ្ហាខ្មែរក្រោមត្រូវបានលើកឡើងគឺប្រការនេះហើយដែលមហាជននៅតែចោទថាបើទោះបីជារដ្ឋាភិបាលដែលវៀតណាមធ្លាប់លើកបន្ទប់រកមិត្តថ្មីបានក៏ដោយក៏មិត្តអានអែមវៀតណាមនឹងនៅតែអាចបន្តបញ្ជាខ្មែរបានរាល់ពេលវៀតណាមត្រូវដោះលែងពលរដ្ឋខ្មែរកម្ពុជាក្រមឲ្យមានសេរីភាពផ្នែកមួយទៀតដែលមិនអាចមើលរំលងគឺសំណើរបស់ខ្មែរក្រមមកកាន់រដ្ឋាភិបាលកម្ពុជា
ពួកគេតែងស្នើឲ្យរដ្ឋាភិបាលកម្ពុជាគាំទ្រក្នុងការសម្រួលឯកសាររស់នៅស្របច្បាប់ការពីខ្មែរក្រមដែលកាន់លិខិតឆ្លងដែនកម្ពុជាពេលទៅលេងស្រុកកំណើតហើយត្រូវរងទុក្ខបុកម្នេញពីអាជ្ញាធរវៀតណាមពួកគេចង់ឃើញអង្គការសមាគមខ្មែរកម្ពុជាក្រមនៅកម្ពុជាធ្វើការងារដោយគ្មានការរារាំងនិងវៀតណាមត្រូវតែគោរពសិទ្ធិសេរីភាពខ្មែរក្រមថាជាជនជាតិដើមម្ចាស់ស្រុកប៉ុន្តែជាញឹកញាប់សំណើទាំងនេះហាក់កប់បាត់មិនដែលត្រូវបានលើកយកមកដោះស្រាយឡើយកន្លងទៅមិនសូវឃើញមានព័ត៌មានណាចុះផ្សាយអំពីរដ្ឋាភិបាលកម្ពុជាធ្លាប់បាននាំបញ្ហាទាំងនេះទៅជជែកជាមួយវៀតណាមឬអត់នោះទេគឺហេតុនេះហើយបានជាខ្មែរក្រមមួយចំនួនបាត់ទំនុកចិត្តលើរដ្ឋាភិបាលកម្ពុជាជាងនេះទៅទៀតមួយចំនួនរិះគន់ថារាជាណាចក្រកម្ពុជាកំពុងការពារផលប្រយោជន៍វៀតណាមច្រើនជាងការពារខ្មែរក្រមនិងផលប្រយោជន៍របស់ខ្លួននៅពេលដែលរដ្ឋាភិបាលវៀតណាមខំបំពងសម្លេងការពារជនជាតិវៀតណាមនៅកម្ពុជារដ្ឋាភិបាលកម្ពុជាហាក់ខំបំបត្តិសម្លេងខ្មែរក្រមទៅវិញក៏ប៉ុន្តែយ៉ាងណាក៏ដោយកត្តាសំខាន់ដែលគូពិនិត្យមើលនាពេលនេះថាតើការលើកឡើងជាញឹកញាប់អំពីជនជាតិវៀតណាមនៅកម្ពុជាជាការខ្វាយខ្វល់ពិតប្រាកដពីរដ្ឋវៀតណាមឬក៏ជាយុទ្ធសាស្ត្រដាក់សម្ពាធទៅលើកម្ពុជាក្នុងនាមជាបងធំសម្រាប់កម្ពុជាឱកាសមិនទាន់ផុតទេរដ្ឋាភិបាលកម្ពុជានៅអាចបង្ហាញជំហររឹងមាំថាទំនាក់ទំនងជាមួយវៀតណាមគួរតែស្មើមុខស្មើមាត់មិនមែនក្នុងឋានៈជាបងធំបងតូចនោះឡើយការយកចិត្តទុកដាក់ខ្មែរក្រមទាំងនៅកម្ពុជានិងនៅកម្ពុជាក្រោមវាគឺជាកាតព្វកិច្ចរដ្ឋមិនមែនជាបញ្ហារបៀបវារៈនយោបាយប៉ុណ្ណោះទេរដ្ឋាភិបាលកម្ពុជាអាចស្ដារទំនុកចិត្តពីមហាជនខ្មែរតាមរយៈសកម្មភាពនិងទង្វើជាក់ស្ដែងមិនមែនត្រឹមតែជាសារនយោបាយខ្យល់នោះឡើយរដ្ឋធម្មនុញ្ញកម្ពុជាបានសរសេរច្បាស់លាស់ថាប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពៀសំណួរដែលខ្មែរក្រមនិងខ្មែរទូទៅកំពុងរងចាំចម្លើយគឺថាតើថ្ងៃណាទើបរដ្ឋាភិបាលខ្មែរគោរពរដ្ឋធម្មនុញ្ញហើយហ៊ានចេញមុខឈរនៅពីក្រោយខ្មែរក្រមដោយដែលរដ្ឋវៀតណាមកំពុងឈរនៅពីក្រោយជនជាតិវៀតណាមដែលកំពុងរស់នៅកម្ពុជានោះកម្ពុជាក្រមបាត់តាំងពីខ្ញុំមិនតាន់កើតពុកខ្ញុំមិនតាន់កើតរឿងអីមកឲ្យខ្ញុំទៅយកខ្ញុំថាថៃពីទីក្រុងមែលប៊នណាបកែសូមអញ្ជើញទៅហើយខ្ញុំជួយក្នុងការធ្វើក្តារមឈូសនិងជួយកប់ខ្វាយឲ្យចាលោកនាងកញ្ញាប្រិយមិត្តជាទីមេត្រីចាការផ្សាយរបស់ទូរទស្សន៍អាស៊ីសេរីនៅយុគនេះចាចាប់ត្រឹមតែប៉ុណ្ណេះចាកម្មវិធីរបស់ទូរទស្សន៍អាស៊ីសេរីចាមានផ្សាយជូនលោកអ្នកនាងចាចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រចានៅរៀងរាល់យប់ចាគឺចាប់ពីដើមពីម៉ោង 7 កន្លះចាមកនៅកម្ពុជាហើយយើងផ្សាយនៅក្នុងរយៈពេល1ម៉ោងរហូតដល់ម៉ោង 8:30 នាទីឬក៏អាចវែងជាងនេះនៅពេលដែលមានបទសម្ភាសន៍អីផ្សេងៗនឹងព័ត៌មានចាំបាច់ផ្សេងៗមួយចំនួនទៀតហើយយើងនឹងមិនមានការផ្សាយទេនៅចុងសប្តាហ៍គឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យចាជាពេលវេលាសម្រាប់ក្រុមការងាររបស់យើងសម្រាប់ដែរចាហើយនេះខ្ញុំសូមអរគុណដល់លោកអ្នកនាងចាដែលតែងតែតាមដានការផ្សាយរបស់យើងចាតាំងពីដែលយើងបានចាប់ផ្ដើមដំណើរការឡើងវិញចាចាប់តាំងពីថ្ងៃទីចា17ខែវិច្ឆិកាកន្លងមកនេះចាហើយអរគុណដែរចំពោះលោកអ្នកនាងដែលបានចូលមកចុច follow និងចុច subscribe ចាបណ្ដាញសង្គមរបស់ទូរទស្សន៍អាស៊ីសេរីចានេះខ្ញុំសុជីវីព្រមទាំងក្រុមការងារទាំងអស់របស់ទូរទស្សន៍អាស៊ីសេរីចាសូមអរគុណនិងសូមជម្រាបលា